អ្នកនាងយប់ជ្រៅណាស់ហើយមិនមានសុវត្ថិភាពទេពួកយើងគួរតែត្រឡប់ទៅវិញហើយបន្ទាប់ពីឪពុកម្ដាយខ្ញុំចែកឋានទៅពួកម្ចាស់ភាគហ៊ុនចង់ដណ្ដើមអំណាចម្នាក់សុទ្ធតែចង់សម្លាប់ខ្ញុំតើខ្ញុំនៅមានផ្ទះឯណាទៀតអ្នកនាងកុំបារម្ភអីខ្ញុំបានផ្ញើការអញ្ជើញសហការបន្ទាន់ទៅកាន់សម្ព័ន្ធសន្តិសុខអន្តរជាតិហើយពួកគេនឹងបញ្ជូនកំពូលអ្នកជំនាញលំដាប់ពិភពលោកមកទីនេះឮថាបុគ្គលនេះមានថ្វីដៃពូកែអស្ចារ្យធ្លាប់សម្លាប់មនុស្សរាប់រយនាក់ម្នាក់ឯងនិងជាប់ចំណាត់ថ្នាក់លេខ1ក្នុងបញ្ជីយុទ្ធសាស្ត្រពិភពលោកគ្រាន់តែថាវត្តមានរបស់បុគ្គលនេះគឺអាចកំបាំងបំផុត2 ខែចុងក្រោយនេះមានអ្នកខ្លាំងដែលល្បីតែឈ្មោះមកបន្តិចទេតែគ្មាននរណាម្នាក់រស់បានលើសពី2 ថ្ងៃឡើយហើយ3 ថ្ងៃទៀតគឺជាការប្រជុំក្រុមប្រឹក្សាពិបាលហើយសង្ឃឹមថាគាត់អាចទុកចិត្តបានទៅចុះស្រីស្អាតតារតទៅណាស្រីស្អាតបងមកចាប់នាងហើយណាមកបើចាប់ពួកយើងបានពួកយើងនឹងកំដរផឹកឲ្យឆ្អែតតែម្ដងគុំរត់តារត់ទៅណាទៅអូយនេះលែងទៅមនុស្សប្រុសតើឯងចង់ធ្វើអ្វីហើយហេខ្ញុំថាម៉េចក៏ស្ទាបទៅស្រួលម្លេះតាមពិតវាជាការអចិត្តណាសោះចៅសៀប្រដៅវាឲ្យចាស់ដៃជំនួសខ្ញុំបន្តិចធ្វើស្អីហ្នឹងមានការអីនិយាយគ្នាល្អទៅមិនចាំបាច់ប្រើហិង្សាវីដំសម្រាប់គ្នាបែបនេះទេដឹងជាមួយមនុស្សដូចជាឯងគ្មានអ្វីត្រូវនិយាយឡើយចៅសៀបន្តទៀតអគ្គនាយកជាងសង្ឃឹមថាសុខសប្បាយជាទេណាមានគេចំណាយលុយយ៉ាងច្រើនដើម្បីទិញជីវិតរបស់នាងតើពួកគេឲ្យឯងប៉ុន្មានខ្ញុំឲ្យទ្វេដងហាធ្វើការងារក្នុងវិស័យនេះអ្វីដែលសំខាន់បំផុតគឺភាពស្មោះត្រង់បើថ្ងៃនេះខ្ញុំយកលុយរបស់នាងគេឈ្មោះរបស់ខ្ញុំនឹងត្រូវខូចខាតអស់មិនខានមេតានិយាយច្រើនជាមួយមនុស្សបែបនេះធ្វើអីអង្គរៈរបស់នាងគ្មានប្រយោជន៍តតែសោះឥឡូវនេះខ្ញុំផ្ដល់ជម្រើសពីរឲ្យនាងទី1លះបង់តំណែងប្រធានក្រុមប្រឹក្សាភិបាលហើយប្រគល់ទិន្នន័យស្នូលរបស់ Yeshua ឬទី2ស្លាប់នៅទីនេះចុះបើខ្ញុំមិនជ្រើសរើសទាំងពីរនឹងទេអីចឹងចាំមើលទៅថាតើក្បាច់គុណរបស់កូនចៅនាងលឿនជាងឬក្របកាំភ្លើងរបស់ខ្ញុំលឿនជាងណែសម្លាញ់ហេស្រីទាំងនេះខ្ញុំក៏ពេញចិត្តដែរយកបែបនេះទៅយកលុយនេះទៅទិញស្រាបៀរពីរ3កំប៉ុងផឹកទៅរឿងនេះចាត់ទុកថាចប់ទៅចុះយកព្រមទេពិតជាស្វែងរកក្តីស្លាប់ដោយខ្លួនឯងមែនអូនលុយនឹងទុកខ្លួនឯងទៅហើយទៅព្យាបាលខួរក្បាលនៅឋានខ្មោចទៅតើឯងពិតជាមិនព្រមពិភាក្សាគ្នាបន្តិចទេមែនទេពិភាក្សាក្បាលឯងអីវាសម្រាប់ពួកវាឲ្យអស់ទៅការពារអគ្គនាយកជាងឲ្យល្អដកដង្ហើមញាប់ញ័រនេះតើមានរឿងអ្វីកើតឡើងហ្នឹងគ្រប់យ៉ាងកើតឡើងទាន់ហន់ពេកខ្ញុំមើលមិនទាន់ទេប៉ុន្តែអ្វីដែលប្រាកដនោះគឺសមត្ថភាពប្រយុទ្ធរបស់មនុស្សម្នាក់នេះពិតជាស្ថិតក្នុងកម្រិតកំពូលរបស់ពិភពលោកនៅទីនេះក្រៅពីពួកយើងក៏គ្មានអ្នកផ្សេងទៀតដែរឬមួយក៏គឺជាគេសំលេងបិទបារីគោលដៅដែលត្រូវការពីក្នុងការត្រឡប់មកប្រទេសវិញលើកនេះគឺអ្នកបន្តវេនជំនាន់ក្រោយរបស់ក្រុមហ៊ុនជាងស៊ីគ្រប់បច្ចេកវិទ្យាអេវៃឆ្លាតយូស៊ូដែលក្រុមហ៊ុនពួកគេបានអភិវឌ្ឍគឺពាក់ព័ន្ធនឹងអនាគតប្រទេសនាងរបស់យើងដាច់ខាតមិនអាចធ្លាក់ទៅក្នុងដៃអ្នកដទៃឡើយមានជនក្បត់ជាច្រើននៅក្បែរខ្លួនអ្នកជួលដូច្នេះឯងត្រូវបន្តលាក់បាំងអត្តសញ្ញាណបើមិនដល់ពេលចាំបាច់បំផុតទេដាច់ខាតមិនត្រូវចេញមុខឡើយម្យ៉ាងទៀតខ្ញុំក៏បានឮថារវាងឯងនិងអ្នកជួលហាក់ដូចជាមានចំណងតាក់ទងយ៉ាងជ្រាលជ្រៅពីមុនមកសើចំអកអាល្អិតថ្ងៃនេះលួចមិនបានលុយសំបីតែមួយកាក់មែនទេយើងនឹងវិកាច់ជើងឯងកុំអីទៅជួយគេទៅសំលេងវីតបគ្នានាងពិតជាមិនចាំខ្ញុំមែនអ្នកនាងតើអាចទៅរួចយ៉ាងម៉េច
មើលទៅរកពីរបស់គេប៉ិនរពុចបែបហ្នឹងច្បាស់ណាស់គ្រាន់តែជាកូនអ្នកមានដែលចេះតែផឹកស៊ីនិងញ៉ែស្រីតែប៉ុណ្ណោះការស្លាប់របស់ពួកគេច្បាស់ជាមកពីកាំភ្លើងរាវកាយខ្លួនឯងហើយមើលទៅខ្ញុំប្រហែលជាគិតច្រើនពេកហើយពេលថ្ងៃទៀតនឹងមានការប្រជុំក្រុមប្រឹក្សាពិបាលហើយពេលបន្ទាប់ពីនេះពួកគេច្បាស់ជាកាន់តែឈួតលីលាចង់មកធ្វើឃាតខ្ញុំមិនខានអ្នកនាងព័ត៌មានលម្អិតរបស់កម្ពុជាអ្នកពូកែដែលណែនាំដោយភ្នាក់ងារសន្តិសុខអន្តរជាតិខ្ញុំបានផ្ញើទៅកាន់អ៊ីមែលរបស់អ្នកនាងរួចហើយល្អណាស់ចាំខ្ញុំមើលបន្តិចចាំបន្តិចនេះជាព័ត៌មានស្អីគេហ្នឹងព័ត៌មានផ្ទាល់ខ្លួនទំនេរប្រវត្តិការងារមិនច្បាស់លាស់ជំនាញវិជ្ជាជីវៈគ្មានអ្នកនាងជាទូទៅព័ត៌មានរបស់កម្ពុជាអ្នកពូកែតែងតែជាការសម្ងាត់ហើយយ៉ាងហោចណាស់ក៏ត្រូវតែឲ្យខ្ញុំដឹងថាគេមានមុខមាត់បែបណាដែរតើម្នាក់នេះមិនមែនជាមនុស្សខូចខំម្នាក់នោះទេអី សំឡេងស្រមុកនិយាយមកតើអញសូកប៉ាន់អង្គភាពសន្តិសុខអន្តរជាតិយ៉ាងម៉េចបានជាអាចចូលមកដល់ទីនេះបានសុខបញ្ហេមនុស្សដូចខ្ញុំចាំបាច់ត្រូវធ្វើអញ្ចឹងដែរ សុំទោសដែលរំខានលោកស្រីជាងនេះជាកាហ្វេរបស់លោកស្រីរាងកាយទន់ភ្លន់សិចស៊ីតែលាក់បង្កប់ដោយចិត្តណាសម្លាប់ មើលឆ្អែតហើយឬនៅហាហាហាក្រឡេកមើលលេខាស្រីដ៏ស្រស់ស្អាតបែបនេះគ្រាន់តែមើលតើអាចឆ្អែតបានយ៉ាងម៉េចទៅពិតណាស់គឺត្រូវតែស្ទាបបន្តិចទើបដឹង លេងខ្ញុំបើឯងនៅតែធ្វើបែបនេះទៀតខ្ញុំនឹងមិនយកយល់ឡើយក ុំអើប្រញាប់អីផ្លែតទៀតដឹងហើយក្នុងនាមជាលេខាផ្នែករដ្ឋបាលតែនៅត្រង់ឆ្អឹងដងកាំបិតបែរជាមានស្នាមក្រិនដោយសារការប៉ះទង្គិចនៃស្វ័យកាំភ្លើងវែងទៅវិញស្រីម្នាក់នេះពិតជាមានបញ្ហាមែន ល្មមហើយចេញយ៉ាងលេងនាងទៅលោកស្រីជាងគេហ៊ានធ្វើចរិតថោកទាបបែបនេះនៅចំពោះមុខលោកស្រីខ្ញុំមើលទៅគេមិនគោរពលោកស្រីតតែសោះតាមគំនិតខ្ញុំគួរតែដេញគេចេញទៅកុំបារម្ភអីលេខាសុងនាងចេញទៅមុនចុះខ្ញុំនឹងដោះស្រាយរឿងនេះជូននាងជាមិនខានឯងទៅវិញទៅទីនេះមិនស័ក្តិសមសម្រាប់ឯងឡើយ អូលោកស្រីជាងកុំអើប្រញាប់សម្រេចចិត្តអីខ្ញុំជឿថាបន្ទាប់ពីលោកស្រីបានឃើញសមត្ថភាពពិសេសរបស់ខ្ញុំហើយលោកស្រីច្បាស់ជាមិនដេញខ្ញុំចេញឡើយ មានរឿងអីហ្នឹងឯងចង់ធ្វើស្អីឯង ពិតជាមាននៅទីនេះមែន មនុស្សចង្រៃឯងថោកទាបណាស់ ណែនាងស្រីម្នាក់នេះខ្ញុំជួយនាងហើយមិនដឹងគុណហើយបែរជាចង់វាយខ្ញុំទៀតទេ ចេញយ៉ាងខ្ញុំនឹងហៅចៅសៀមកឥឡូវនេះ ឈប់សិនមុននឹងហៅមនុស្សមកខ្ញុំសូមណែនាំឲ្យនាងមើលរបស់នេះសិន ឧបករណ៍លួចស្ដាប់នេះយកចេញពីរាងកាយខ្ញុំមែនទេ បើមិនអញ្ចឹងតើយកពីណាទៅ មិនក៏មានឧបករណ៍លួចស្ដាប់នៅលើខ្លួនខ្ញុំទៅវិញនៃរបស់ឯងគឺថាមានចារកម្មដែលខ្មាំងស្រូវបញ្ជូនមកនៅក្បែរខ្លួនខ្ញុំមែនទេ គ្រាន់បើដែរដែលនាងមិនល្ងងដល់ថ្នាក់គ្មានថ្នាំព្យាបាល កុំអួតពេកអីឯងគ្រាន់តែមានការសង្កេតមកចត់ជាងគេបន្តិចប៉ុណ្ណោះវាមិនមានអីអស្ចារ្យទេអង្គរៈដែលខ្ញុំចង់បានគឺជាកម្ពុជាអ្នកខ្លាំងដែលអាចទល់មនុស្សរាប់រយនាក់មានតែបែបនេះទេទើបអាចធានាការរស់រានមានជីវិតរបស់ខ្ញុំពីការលុបសម្លាប់របស់សត្រូវនិងធានាបាននូវការស្រាវជ្រាវនិងអភិវឌ្ឍដោយជោគជ័យនៃប្រព័ន្ធ AIS នេះឯងទៅចុះឆ្លៀតពេលដែលនៅទាន់ពេលនេះប្រញាប់ប្រាប់ឲ្យអង្គភាពរបស់ឯងបញ្ជូនអ្នកខ្លាំងពិតប្រាកដមកវិញទៅ អង្គភាពច្បាស់ជាមិនបញ្ជូននរណាមកទៀតទេខ្ញុំគឺជាមនុស្សតែម្នាក់គត់ ឯងគ្មានសមត្ថភាពការពារខ្ញុំតតែសោះហេតុអីបានជាចង់ទទួលការងារនេះម្ល៉េះធ្វើបែបនេះមិនត្រឹមតែធ្វើបាបអ្នកដទៃទេគឺថែមទាំងធ្វើបាបខ្លួនឯងទៀត អូយអ្វីបានសម្រេចអស់ទៅហើយនាងគ្មានជំរឿផ្សេងឡើយ មិនអីចុះពេលនេះចំពេលកំពុងខ្វះមនុស្សដូចនេះឯងនៅទីនេះធ្វើជាអ្នកបើកបរចុះចងចាំទុកទៅថ្ងៃមុខត្រូវធ្វើការឲ្យដឹងខុសត្រូវបើមិនអញ្ចឹងទេខ្ញុំនឹងដេញឯងចេញភ្លាម នាងឯងពិតជាភ្នែកខ្វាក់ខួរក្បាលល្ងឹតមែនមនុស្សបុរាណនិយាយពិតជាមិនខុសមែនទ្រូងធំតែគ្មានខួរក្បាល មនុស្សថោកទាបលោកស្រីជាងតើអ្នកពិតជាចង់ទុកចិនឡើងធ្វើជាអ្នកបើកបរមែនទេគាត់មានប្រភពមិនច្បាស់លាស់គឺពិតជាមិនគួរឲ្យទុកចិត្តតតែសោះអ្នកកុំបារម្ភអីខ្ញុំនឹងតាមមើលគាត់ឲ្យតែគាត់មានទង្វើខុសឆ្គងបន្តិចទៀតខ្ញុំនឹងមិនរុញរាក្នុងការធ្វើឲ្យប៉ះពាល់ដល់អង្គការសន្តិសុខជាតិហើយក៏នឹងបណ្តេញគាត់ចេញដែរប៉ុន្តែ សំឡេងបំបែកកញ្ចក់និងការប្រយុទ្ធគ្នាសំឡេងធ្ងោសំឡេងជំហានជើងលោកស្រីជាងក្រុមសន្តិសុខរបស់អ្នកនេះពិតជាទន់ជ្រាយណាស់ក្រៅពីស្រីស្អាតទាំងពីរអ្នកនេះដែលមានរូបសម្រស់សម្រម្យគឺគ្មានប្រយោជន៍អ្វីទាំងអស់ចុះបើបែបនេះវិញអ្នកប្រកូលពួកគេទាំងពីរនាក់ឲ្យទៅកូនចៅរបស់ខ្ញុំធ្វើជាដៃគូនៅលើក្រែតាល្អទេ
ហាហាហា លីនហៅតើឯងមកទីនេះធ្វើអី ថ្ងៃស្អែកគឺជាការប្រជុំក្រុមប្រឹក្សាភិបាលហើយគឺមកដើម្បីណែនាំឲ្យអ្នកបោះបង់សិទ្ធិបោះឆ្នោត ឯងកុំសង្ឃឹមឲ្យសោះយេស៊ូអេគឺជាបំណងចុងក្រោយដែលមិនទាន់សម្រេចរបស់ឪពុកខ្ញុំគឺមិនអាចធ្លាក់ទៅក្នុងដៃពួកប្រុសដូចជាអ្នកឯងជាដាច់ខាត ហើមរាងកាយដ៏ស្រស់ស្អាតបែបនេះបើស្លាប់ទៅពិតជាគួរឲ្យស្ដាយណាស់មិនល្អជាងទេបើមុននឹងស្លាប់មកផ្ដល់ក្តីសុខឲ្យខ្ញុំមួយយប់នោះ អ្នកប្រុសលីនសូមមេត្តាផ្ដល់កិត្តិយសឲ្យខ្លួនឯងផង ស្រីស្អាតតើនាងហ៊ានប៉ះពាល់ខ្ញុំផងហា អ្នកប្រុសលីនទីនេះមិនស្វាគមន៍អ្នកទេសូមត្រឡប់ទៅវិញទៅ ហើយគ្រាន់តែជាឆ្កែចាំទ្វារសោះហ៊ានមកបញ្ចេញជង្គង់ដាក់អ្នកប្រុសម្នាក់នេះផងហានរណាផ្ដល់សេចក្តីក្លាហាន ឯង ឲ្យ ហ៊ា នា ន ង វាប្អូនស្រីខ្ញុំផង សម្លេង ណា តែកំភ្លៀងសម្លេង ចង់ងាប់មែនទេសំលេងច្របាច់ សម័យណាទៅហើយនៅតែលេងអាវុធបុរាណទៀតសំណះតែពួកនាងចាញ់មកនេះបង្ហាញឲ្យពួកគេឃើញពីសមត្ថភាពរបស់យើងទៅមើលសំលេងទីងស៊ីបកាបូបនិងដកកំភ្លើងចាំទុកឲ្យច្បាស់ថ្ងៃក្រោយបើចង់ខំគេត្រូវមើលឲ្យច្បាស់សិន សំលេងកំភ្លើងបាញ់កុំអីបងស្រី សុំភ្លើបន្តិចសុំភ្លើបន្តិចសំលេងក្រវីក្រណាត់រារាំងគ្រាប់កំភ្លើងមនុស្សដែលចេញចូលច្រើនយ៉ាងនេះកុំមកឈរកកុញគ្នានៅទីនេះអីកំពុងធ្វើអីហ្នឹងកំភ្លើងដែលខ្ញុំទិញមកពីក្រៅប្រទេសក្នុងតម្លៃថ្លៃត្រូវបានតែកុងឡានធំក្លិនដូចឯងកាច់លេងតែបន្តិចក៏លេងផ្ទុះបាត់ទៅហើយចេញពីធ្វើការយូរហើយតើនៅរេរ៉ាចង់បានអីទៀតទោះបីជាខ្ញុំគ្រាន់តែជាតែកុងឡានក៏ដោយតែខ្ញុំក៏មានចរិតឆេវឆាវដែរណា លើកទី1គឺរាលកាយលើកទី2គឺកំភ្លើងអត់ទុកឲ្យតែគេលេចមុខមកមិនក៏អាចមានរឿងចៃដន្យឲ្យច្រើនម្លេះ មើលទៅគេមិនដូចជាអ្នកខ្លាំងអីទេ ប្រហែលជាដោយសារភ្លៀងធ្លាក់ថ្មីនេះ ធ្វើឲ្យគ្រាប់កំភ្លើងសាមទើបបាញ់មិនផ្ទុះ ឯងដឹងខ្លួនអត់តែឲ្យឯងចាំនៅខាងក្រៅគឺដើម្បីការពារឯងទេប្រសិនបើកំភ្លើងរបស់គេមិនសាំទេពេលនេះឯងស្លាប់បាត់ទៅហើយ បើសិនជាកំភ្លើងសាមមែនទុកចាំបាញ់ថ្ងៃក្រោយទៅឆាប់ទៅជូនឯងរួចខ្ញុំប្រញាប់ទៅផ្ទះសម្រាប់ណាស់លឿនឡើងចៅហ្វាយគ្រាន់តែជាតែកុងឡានម្នាក់សោះហ៊ានមើងងាយចៅហ្វាយដល់ថ្នាក់នេះចង់ឲ្យខ្ញុំសម្លាប់គេឥឡូវនេះទេមនុស្សល្ងងម្នាក់សោះចង់កំចាត់គេពេលណាក៏បានដែរត្រឡប់ទៅរៀបចំសម្រាប់ការប្រជុំក្រុមប្រឹក្សាភិបាលថ្ងៃស្អែកសិនទៅខ្ញុំចង់កំចាត់ជាងលីនៅចំពោះមុខម្ចាស់ភាគហ៊ុនទាំងអស់នេះទើបជារឿងដែលយើងគួរធ្វើបំផុតអគ្គនាយិកាជាងសម្រាប់ការប្រជុំក្រុមប្រឹក្សាភិបាលថ្ងៃស្អែកខ្ញុំណែនាំកុំឲ្យនាងចូលរួមល្អជាង បើមិនអញ្ចឹងទេ មុខជាស្លាប់មិនខាន កុំខាតកម្លាំងនិយាយអីខ្ញុំមិនងាយចាញ់បោកការគំរាមកំហែងទេលោកប៉ាអ្នកម៉ាក់ថ្ងៃស្អែកជាថ្ងៃដែលកូនត្រូវយកគ្រួសារជាងត្រឡប់មកវិញហើយទោះបីជាត្រូវឆ្លងកាត់គ្រោះថ្នាក់ដល់ជីវិតក៏ដោយកូនក៏មិនរុញរាដែរប៉ាម៉ាក់ប្រកាសជាគាំទ្រកូនមែនទេអ្នកនាងចៅស៊ីយប់ជ្រៅម្លេះហើយមិនក៏នៅមិនទាន់គេងទៀតអ្នកនាងតើអ្នកនាងមានយោបល់បែបណាខ្លះសម្រាប់កងសន្តិសុខនៅថ្ងៃស្អែកឯងនឹងជីឈីវរួចហើយរើសអ្នកដែលខ្លាំងពូកែជាងគេចេញពីក្រុមកងសន្តិសុខមកតើខ្ញុំអាចណែនាំមនុស្សម្នាក់ឲ្យអ្នកនាងបានទេជានរណាតែកងឡានឈិនឡាំងស្អីគេឯងមិនទាន់គ្រុនក្តៅទេដឹងកាលពីមុនឯងស្អប់គេខ្លាំងណាស់ឲ្យតែពេលពួកយើងជួបគ្រោះថ្នាក់ទាំងពីរដងហើយត្រូវបានដោះស្រាយដោយអាកំបាំងគេតែងតែនៅទីនោះជានិច្ចអ្នកនាងមិនគិតថាវាចម្លែកទេអីឯងនិយាយបែបនេះដូចជាមានការពិតខ្លះដែរពិតជាអញ្ចឹងមែនប៉ុន្តែដើម្បីកុំឲ្យមានការភ័ន្តច្រឡំខ្ញុំមានផែនការមួយលុបចូលបន្ទប់ទឹកមិនទាំងដឹងខ្លួនថាខ្ញុំលុបចូលមកផងសម្លឹងមើលបរិះកំពុងងូតទឹកតើគេធ្វើពុតឬក៏ខ្ញុំមើលមនុស្សខុសទេដឹងសម្លឹងមើលយ៉ាងមុតមមបើអញ្ចឹងឲ្យខ្ញុំសាកល្បងឯងមើលយកដបសាប៊ូកក់សក់ ងូតទឹកទាំងសប្បាយចិត្តនេះបន្តច្រៀងចូលមកចាក់សាប៊ូកក់សក់លើក្បាលអេចម្លែកណាស់ក្បាលពោពេញដោយពុះហេតុអីថ្ងៃនេះមានពុះច្រើនម្ល៉េះចាក់បន្ថែមសាប៊ូនេះមិនសមហេតុផលសោះ លួចសើចប៉ុណ្ណឹងក៏រកមិនឃើញដែរមើលទៅខ្ញុំគិតច្រើនពេកហើយគេពិតជាមនុស្សអសមត្ថភាពមែន ស្វែងរកកន្សែងពុះគោដោយងើតងល់តើកន្សែងពុះគោរបស់ខ្ញុំនៅណាចាប់ជើងស្រីម្នាក់នរណាគេនឹង ភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រែក រត់ចេញទៅកុំរត់ឈរមើលពីក្រៅបង្អួចហិតក្រណាត់ស្រោមជើងដែលហែកបានសម្លឹងមើលទៅក្រៅបង្អួចទាំងញឹមតាចូលមកក្នុងភូមិគ្រឹះ សួរនាំតើកាលពីយប់មិញយ៉ាងម៉េចដែរឆ្លើយតបខ្ញុំបានសាកល្បងហើយគេពិតជាមនុស្សអសមត្ថភាពមែន បង្ហាញទឹកមុខខកចិត្ត និយាយទាំងខឹងយកកន្លែងគេតែមិនធ្វើការងារសោះបើមិនមែនមកពីគេចង់បានតែប្រាក់ខែហើយដណ្ដើមកន្លែងអ្នកជំនាញពិតប្រាកដដែលសមាគមសន្តិសុខកាលពីយប់មិញអ្នកនាងក៏មិនជួបគ្រោះថ្នាក់ខ្លាំងបែបនេះដែរសួរតើពេលនេះគេនៅណាក្តាប់ដៃខ្ញុំចង់ទៅវាយគេឲ្យងាប់ឥឡូវនេះតែម្ដងដកដង្ហើមធំមិនអីទេប្រហែលជាព្រំលិខិតកំណត់ទុកហើយ
សួររកអ្នកផ្សេងចុះបុគ្គលិកសន្តិសុខផ្សេងទៀតដែលបានជ្រើសរើសនៅឯណាហេតុអីមានតែអ្នកទាំងពីរអ្នកអញ្ចឹងអានក្បាលសុំទោសអ្នកនាងក្រុមសន្តិសុខនៅក្នុងផ្ទះបានលាឈប់ទាំងអស់គ្នាហើយសូម្បីតែអ្នកបម្រើក៏រត់បាត់អស់ដែរទឹកមុខក្រៀមក្រំមិនអីទេខ្ញុំយល់ពីពួកគេព្រោះថ្ងៃនេះជាថ្ងៃប្រថុយជីវិតស្លាប់និងរស់ក្រៅពីអ្នកទាំងពីរតើមាននរណាល្ងងមកស្លាប់ជាមួយខ្ញុំទៅស្ងាត់យ៉ាងខ្លាំងហើយដើរចូលមកនិយាយទាំងទំនុកចិត្តទៅអត់ហ្នឹងខ្ញុំមកថាម្ហូបថ្ងៃនេះឆ្ងាញ់ណាស់ខ្ញុំរងចាំញ៉ាំឲ្យបានច្រើនបន្តិចសម្លឹងមើលគេទាំងហួសចិត្តចលនារៀបចំអាវធំនិងចង្អុលបង្ហាញអាហារនៅខាងនោះញ៉ាំឆ្អែតហើយប្រញាប់ចាក់ចេញទៅចលនាដើរចូលមកសួរនាំលីនហើយពិធីប្រគល់តំណែងប្រធានក្រុមប្រឹក្សាភិបាលថ្ងៃនេះហេតុអ្វីបានជាមានតែពួកអ្នកឯងទៅវិញចលនាឈរច្រត់ចង្កេះសាយចំអកអូហូមិននឹកស្មានថាឯងពិតជាហ៊ានមកមែនសោះចលនានិយាយទាំងរោគពីក្អើតក្រទុំខ្ញុំប្រាប់ឯងតាមត្រង់ទៅចុះម្ចាស់ភាគហ៊ុនធំទាំងនេះសុទ្ធតែគាំទ្រខ្ញុំទាំងអស់ចលនាលើកឯកសារបង្ហាញនេះគឺជាកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនឲ្យតែឯងចុះហត្ថលេខាលើវាខ្ញុំនឹងលើកលែងទោសឲ្យឯងចលនានិយាយដោយមើងម៉ាត់លីនហើយទីនេះគឺជាក្រុមហ៊ុនជាងស៊ីគ្រប់វាជាអ្វីដែលឪពុកខ្ញុំបានបន្សល់ទុកឲ្យខ្ញុំនិយាយទាំងទឹកមុខញឹមកញ្ញាជាងទទួលស្គាល់ការពិតទៅក្រុមហ៊ុនជាងស៊ីគ្រប់ចាប់តាំងពីឪពុករបស់អ្នកស្លាប់ទៅគឺបានបដូរទៅជាត្រកូលលីនបាត់ទៅហើយនិយាយបញ្ចុះបញ្ចូលមែនហើយអ្នកនាងធំគុំធ្វើឲ្យពួកយើងជាពួកពិបាកធ្វើការអីបើអ្នកនាងសុខចិត្តចុះចេញពីតំណែងដោយខ្លួនឯងពួកយើងនឹងយកយកដល់មុខឪពុករបស់អ្នកនាងហើយទុកជីវិតឲ្យឆ្លើយតបយ៉ាងដាច់អង្ការមិនអាចទៅរួចទេនេះគឺជាបំណងប្រាថ្នាចុងក្រោយដែលមិនទាន់សម្រេចរបស់ឪពុកខ្ញុំសើចំអកបន្តិចអញ្ចឹងមានន័យថាគ្មានអ្វីត្រូវចរចាទៀតទេមែនទេដើរចូលទៅចិត្តហើយចង្អុលដៃហាខ្ញុំលើមកថាមួយរយៈនេះឯងកំពុងដើររកអង្គរៈពូកែមែនទេខ្ញុំក៏បានផ្ដល់ឱកាសឲ្យឯងរួចហើយដែរក្រឡេកមើលទៅអង្គរៈស្រីគ្រាន់តែមិនដឹងថាពួកនាងអាចការពារឯងបានឬក៏អត់នោះទេចង្អុលដៃទៅមុខឯងទាំងពីរនាក់សួរដោយអំនួតតើនរណាចង់មកមុនគេតើចេញមកយ៉ាងក្លាហានទុកឲ្យខ្ញុំមកប្រឈមមុខជាមួយអ្នកចុះត្រូវគេច្របាច់ហុកស្រែកឃាត់ដោយក្តីបារម្ភគុំអីស្ទុះទៅទ្រដោយក្តីបារម្ភគីសួរដោយក្តីបារម្ភតើឯងយ៉ាងម៉េចហើយនិយាយដោយខ្សឹបខ្សោយអ្នកនាងខ្ញុំសុំទោសនិយាយទាំងជិះចាប់គឺមកពីខ្ញុំគ្មានសមត្ថភាពឃាត់មិនឲ្យនិយាយគុំនិយាយអីទៀតអបលងលោមខ្ញុំនឹងរកគ្រូពេទ្យមកព្យាបាលឯងភ្លាមស្រែកហៅមនុស្សយ៉ាងលឿននរណានៅទីនោះស្រែកហៅដោយភ័យស្លន់ស្លោជួយផងនរណានៅទីនោះកាន់កែវស្រាហើយនិយាយយ៉ាងស្ងប់ស្ងាត់នាពេលបច្ចុប្បន្នអាចបញ្ជាក់បានថានិយាយវិភាគស្រីម្នាក់នេះគឺពិតជាគ្មានក្នុងបង្អែកមែនដើរចូលមកនិយាយឌឺដងអូហូអគ្គនាយិកាជាងនិយាយចំអកតើអ្នកមិនបានផ្ញើពាក្យសុំទៅសហព័ន្ធសន្តិសុខអន្តរជាតិទេអីចង្អុលមុខចំអកហេតុអ្វីបានជាក្បែរខ្លួនអ្នកនៅតែមានពួកមនុស្សគ្មានប្រយោជន៍បែបនេះទៅវិញញឹមឌឺមើលទៅព្រះជាម្ចាស់ពិតជាមិនជួយអ្នកមែនហើយធ្វើកាយវិការណែនាំបែបនេះចុះខ្ញុំមានយោបល់មួយឲ្យអ្នកនិយាយពីអាក្រៀមគឺអ្នកត្រូវដោះសម្លៀកបំពាក់ចេញឲ្យអស់ឥឡូវនេះនិយាយទាំងទឹកមុខប្រហើនហើយមកកំដរពួកយើងដែលជាភាគហ៊ុននិកទាំងនេះឲ្យបានល្អនិយាយដោយលោភលន់មិនដឹងឡើយពេលខ្ញុំសប្បាយចិត្តទៅសារចំអកអាចនឹងលើកលែងទោសឲ្យអ្នកក៏ថាបានមែនទេសម្លឹងមើលដោយកំហឹងអ្នកដែលហ៊ានប្រមាថអ្នកនាងស្ទុះទៅវាយប្រហារត្រូវតែស្លាប់មានសមត្ថភាពតែប៉ុណ្ណឹងហ៊ានលុបលួចធ្វើឃាតយើងផងអេតើនរណាផ្ដល់ភាពក្លាហានឲ្យនាងហាលីនហៅដោះលែងចៅស៊ីជាបន្ទាន់ទៅប្រធានជាងទឹកភ្នែកចិត្តស្រក់ចេញមកហើយតើអ្នកទាំងពីរពិតជាស្រឡាញ់គ្នាដូចបងប្អូនបង្កើតមែនហាចង់ឲ្យយើងដោះលែងនាងមែនទេបានតើគ្រាន់តែចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះទៅយើងនឹងដោះលែងនាងភ្លាមលីនហៅឯងកុំឲ្យវាហួសហេតុពេកពិតជាមិនដឹងខុសត្រូវមែនចាប់ផ្ដើមទៅចៅសៀ
យ៉ាងម៉េចដែរឥឡូវព្រមចុះហត្ថលេខានៅ Lin Hao ឯងវាជាសត្វត្រឆាន បន្តទៀតចុះហត្ថលេខាអត់ចុះហត្ថលេខាអត់ចុះហត្ថលេខាអត់ ចៅសៀ Lin Hao សុំអង្វរខ្ញុំសុំអង្វរឯងកុំធ្វើបាបចៅសៀទៀតអីខ្ញុំអ្នកនាងកុំចុះហត្ថលេខាឲ្យសោះដាច់ខាតកុំចុះឲ្យសោះ បន្តទៀតបន្តទៀត កុំកុំចៅសៀមកពីខ្ញុំទាំងអស់មកពីខ្ញុំទាំងអស់អ្នកនាងដាច់ខាតកុំចុះហត្ថលេខាអីយូស៊ូអីពាក់ព័ន្ធនឹងអនាគតប្រទេសឡុងចៅសៀនរណាក៏បានដែរមកជួយផងឆាប់មកជួយផង គិតក្នុងចិត្តពេលនេះមើលទៅបងប្អូនស្រីទាំងពីរនាក់នេះសុទ្ធតែជាមនុស្សស្មោះត្រង់សើចំអកអុយជាងលីឥឡូវនាងសំបីតែបង្អែកចុងក្រោយក៏គ្មានដែរនាងមិនព្រមចុះហត្ថលេខាក៏ត្រូវតែចុះដែរប៉ុន្តែខ្ញុំមិនបណ្ដោយឲ្យនាងស្លាប់យ៉ាងស្រួលបែបនេះឡើយខ្ញុំនឹងវាយកាច់ដៃជើងនាងដើម្បីទុកសម្រាប់កំសាន្តលេងរបស់ខ្ញុំតែម្នាក់គត់ស្រែកបញ្ជាពួកឯងមកនេះ ភ័យខ្លាចកុំអីឲ្យសោះ បើនាងមិនព្រមចុះទេចាប់បង្ខំនាងឲ្យចុះឲ្យខានតែបាន ស្រែកនឹងរើបំរះអាព្យាយាមរើបំរះលែងខ្ញុំទៅលែងខ្ញុំយំសោកខ្ញុំសុំទោសគឺមកពីខ្ញុំគ្មានសមត្ថភាពមិនអាចការពារក្រុមហ៊ុនជាងស៊ីគ្រប់បានហើយក៏មិនអាចថែរក្សាការខំប្រឹងប្រែងរបស់អ្នកបានដែរ ឈប់សិន ញាប់អោសិនលីមិនមែនខ្ញុំប្រាប់ឲ្យលោកហូបឆ្អែតហើយចាក់ចេញទៅទេអីហេតុអ្វីបានជាលោកនៅទីនេះទៀត អ្នកនាងធំវាមិនទាន់ដល់ម៉ោងចេញពីធ្វើការផងនឹងតានាងចង់ឲ្យខ្ញុំទៅណាទៅអូហូនេះមិនមែនជាអាអ្នកបើកឡានធំក្លិនស្អុយដែលមានបញ្ហាខួរក្បាលនោះទេអីបើឯងមិនចេញមុខមកទេខ្ញុំស្ទើរតែភ្លេចឯងបាត់ទៅហើយ អង្វរលីនហាវលែងគេទៅគេមិនពាក់ព័ន្ធនឹងរឿងនេះទេគេគ្រាន់តែជាកូនអ្នកមានដែលប្រើខ្សែចូលមកធ្វើការស៊ីប្រាក់ខែដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ រឿងនេះវាមិនអាស្រ័យលើនាងសម្រេចចិត្តឡើយក្នុងនាមជាថ្ងៃនេះគេបានមកដល់ទីនេះហើយគេគ្មានផ្លូវអាចរត់រួចខ្លួនបានឡើយសម្រាប់វាទៅក្តាប់កណ្ដាប់ដៃឥឡូវនេះដល់វេនឯងស្គាល់រសជាតិការជិះចាប់ម្ដងហើយសើចំអកជាងលីនេះជាបង្អែកចុងក្រោយរបស់នាងមែនទេហាប្រហែលជាមនុស្សឈួតហើយមើលទៅហ៊ានយកដៃធ្វើជាកាំភ្លើងទៀតពិតជាគិតថាខ្លួនឯងជានិយាយទាំងភ្ញាក់ផ្អើលតាមពិតទៅកំពូលអ្នកខ្លាំងគ្មានគូប្រៀបដែលខ្ញុំតែងតែខំស្វែងរកយ៉ាងលំបាកនោះបែរជាស្នាក់នៅក្បែរខ្លួនខ្ញុំទៅវិញ ខ្ជាក់ឈាមមនុស្សឥតប្រយោជន៍ដូចជាឯងមិនក៏អាចមានក្បាច់គុណខ្លាំងពូកែបែបនេះទៅវិញចង្អុលមុខលីនហៅនេះឬជាកំពូលអ្នកខ្លាំងដែលឯងរកមកនោះហើយថែមទាំងជាឃាតករលំដាប់ថ្នាក់លេខ10លើពិភពលោកទៀតផងសើចំអកមានសមត្ថភាពតែប៉ុណ្្នឹងទេអីសម្រួលដៃអាវពិតជាធម្មតាខ្លាំងណាស់មែនតើខ្ទប់ទ្រូងទាំងឈឺចាប់អាអណ្ដើកតូចឯងកុំតន់អាលអ៊ូតពេកមិនដែរវាប៉ះពាល់ដល់ការដែលឯងត្រូវជូតស្បែកជើងឲ្យខ្ញុំមែនទេកុំតន់អាលប្រញាប់អីសัญลักษณ์បៀរបស់ខ្ញុំនៅមិនតន់បញ្ចេញអស់នៅឡើយទេចង្អុលទៅចណ្ដាលដៃឈាមឈូសឆាវគ្រាន់តែជាឃាតករលំដាប់ថ្នាក់លេខ10លើពិភពលោកប៉ុណ្ណោះរីឯស៊ូងយៀកស៊ូងយូគឺស្ថិតក្នុងលំដាប់ថ្នាក់លេខ3ឯណោះខ្ញុំក្រអឺតក្រទុំប្រសិនបើមិនមែនដោយសារខ្ញុំមានទំនាក់ទំនងល្អជាមួយនាងទេនោះថ្ងៃនេះប្រហែលជាមិនអាចអញ្ជើញនាងមកបានឡើយ ភ័យស្លន់ស្លោតាមពិតជានាងស៊ូងយៀកសោះចាប់ដៃបង្ខំឲ្យចាក់ចេញឈិនឡាំងឯងប្រញាប់រត់ទៅស៊ូងយៀកនាងគឺជាកំពូលអ្នកខ្លាំងលំដាប់ថ្នាក់លេខ3ក្នុងបញ្ជីឃាតករពិភពលោកឯងមិនមែនជាគូប្រកួតរបស់នាងឡើយអង្គរកឈិនឡាំងឯងទៅរឿងនេះមិនពាក់ព័ន្ធនឹងឯងទេឯងមិនចាំបាច់មកបូជាជីវិតនៅទីនេះឡើយ ញឹមអគ្គនាយិកាជាងបារម្ភពីខ្ញុំខ្លាំងម្ល៉េះចុះបើខ្ញុំវាកំចាត់នាងឲ្យដកថយទៅវិញ ឬមួយក៏ឲ្យខ្ញុំដេញនាងទៅ ចុះបើឲ្យខ្ញុំដេញនាងទៅវិញតែអូនត្រូវថាបងមួយខ្សឺតសិនយកព្រមទេ តម៉ោងណាទៅហើយនៅមានអារម្មណ៍លេងសើចទៀតល្មមបានហើយខ្ញុំគ្មានពេលមើលពួកឯងលេបខែគ្នាទេអ្នកប្រុសលីនបញ្ជាឲ្យខ្ញុំមកសម្លាប់នាងបើឯងហ៊ានចូលមកពាំងឯងក៏ត្រូវងាប់ជាមួយគ្នាដែរ ហាហាហាអាម្នាក់នេះប្រកាសជាត្រូវរឹតអំណាចរបស់ស៊ូងយៀកបំភ័យរហូតដល់ភ័យស្លន់ស្លោហើយឈោថ្មឹងមួយកន្លែងមិនកម្រើកសោះពិតជាមិនស្គាល់ងាប់រស់មែនត្រូវដឹងថានៅលើโลกនេះមានខ្លាំងជាងក្រអឺតក្រទុំដល់ថ្នាក់នេះគឺឥឡូវនេះហើយដែលត្រូវតែបង់ថ្លៃសងវិញ
ក្បាច់គុណមិនអន់ទេហើយស្បែកក៏ខ្ចីម៉ត់រលោងល្អទៀតចាប់អារម្មណ៍ចង់មកតាមបងទេបើបានបងជួយចង្អុលបង្ហាញឋានៈកម្ពុជាអ្នកគុណនិយមលេខ2នាងក៏អាចឡើងទៅអង្គុយបានដែរ ចង្រៃអញត្រូវតែសម្លាប់ឯង ខ្លួនប្រានទុនល្មើយល្អណាស់មិនអន់តតែសោះរឿងនេះអាចទៅរួចយ៉ាងម៉េចទៅសូម្បីតែស៊ូងយៀតដែលជាឃាតករលំដាប់ថ្នាក់លេខ3ក៏មិនមែនជាគូប្រកួតរបស់គេដែរសូម្បីតែកម្ពុជាឃាតករលំដាប់ថ្នាក់ទី3នៅក្នុងបញ្ជីឃាតករក៏មិនអាចដោះស្រាយជាមួយគេបានដែរឬមួយក៏គេជាកម្ពុជាអ្នកខ្លាំងលំដាប់ទី1ឬទី2វាមិនអាចទៅរួចទេនៅក្នុងដៃរបស់ជាងលីគ្មានធនធានអ្វីសេសសល់ទៀតទេតើគេអាចអញ្ជើញកម្ពុជាអ្នកខ្លាំងកម្រិតនេះមកបានយ៉ាងដូចម្តេចអគ្គនាយិកាជាងតើអ្វីដែលខ្ញុំទើបតែបាននិយាយមិញនេះអ្នកពិតជាមិនពិចារណាបន្តិចទេលៀនហាវគ្រប់ជាងគឺជាញើសឈាមពេញមួយជីវិតរបស់ប៉ាខ្ញុំគ្មានថ្ងៃដែលខ្ញុំប្រគល់វាទៅឲ្យអ្នកណាដាច់ខាតសូមកុំមកបៀតបៀនពួកយើងទៀតអីពួកយើងទៅ ចង់ទៅមែនទេខ្ញុំខំប្រឹងរៀបចំយ៉ាងលំបាកអស់រយៈពេលជាយូរមកហើយតើអាចឲ្យពួកឯងចាក់ចេញទៅដោយញីបែបនេះបានយ៉ាងដូចម្តេចគេហ៊ានវាយខ្ញុំផងគេហ៊ានវាយខ្ញុំមែនទែនផងអូយហ៊ានមកគំរាមកំហែងនយោជករបស់ខ្ញុំនៅចំពោះមុខខ្ញុំផងតើឯងគិតថាខ្ញុំនឹងលើកដំកើងឯងមែនទេហាអណ្ដាតតូចអាសាត្រិឆានហ៊ានវាយអ្នកប្រុសលីនផងទៅងប់ទៅឯង ប្រយ័ត្នចុះចាញ់លឿនម្លេះពិតជាគួរឲ្យធុញណាស់ឈិនឡាងតើបងមិនអីទេមែនទេ លោកស្រីយ៉ែងតើអ្នកបារម្ភពីខ្លួនខ្ញុំឬក៏បារម្ភពីតម្រងនោមរបស់ខ្ញុំចុះបើល្ងាចនេះអ្នកមកពិនិត្យដោយផ្ទាល់ខ្លួនឯងទៅមនុស្សប្រុសព្រាននារី ទេមិនអាចទៅរួចទេត្រឹមតែរូបកាយមនុស្សធម្មតាហេតុអ្វីអាចធ្វើឲ្យកម្មបិទបាក់បានហ៊ានលួចវាយប្រហារខ្ញុំផងឆាប់លេងគាត់ទៅបើមិនដូច្នោះទេដោះលែងឯងគឺមិនអាចទៅរួចទេខ្ញុំផ្ដល់ជំរឿ2ឲ្យឯងទី1ប្រគល់ភាគហ៊ុនពាក់កណ្ដាលមកទី2ប្រសិនបើខ្ញុំប្រើកម្លាំងបន្តិចនៅទីនេះតើនឹងមានរឿងអ្វីកើតឡើងខ្ញុំមិនហ៊ានធានាទេខ្ញុំជ្រើសរើសជំរឿទី1ស្ដាប់បង្គាប់ល្អណាស់តើត្រូវធ្វើដូចម្ដេចមិនបាច់ឲ្យខ្ញុំបង្រៀនឯងទេប៉ាតើប៉ាកំពុងធ្វើអ្វីហ្នឹងឈប់ភ្លាមទៅកុំប្រញាប់អីចិត្តដល់វេនឯងហើយទៅងាប់ទៅជាច្រើនឆ្នាំមកនេះឯងជាមនុស្សតែម្នាក់គត់ដែលហ៊ានយកកាំភ្លើងភ្ជុងខ្ញុំមិនជឿថាសម្លាប់ឯងមិនបានទេចាំមើលឯងគេចរួចទេមើលឲ្យច្បាស់កាំភ្លើងខ្លីគេប្រើបែបនេះឯងចង់ធ្វើអីខ្ញុំព្រមានឯងកុំចង់ចេះតែហ៊ានណាអាងអំណាចដើរធ្វើបាបគេមែនទេធ្វើបាបតែអ្នកខ្សោយខ្លាចអ្នកខ្លាំងមែនទេក្បាលរឿងមិនព្រមចុះចាញ់មែនទេខ្ញុំនឹងសម្លាប់ឯងខ្ញុំខុសហើយកុំវាយខ្ញុំទៀតអីបានទេបើសុំទោសហើយដោះស្រាយបានតើមានប៉ូលីសទុកធ្វើអីទៅបង្កចំនួននៅកណ្ដាលចំណោមមនុស្សម្នាពិតជាមិនស្គាល់ល្អអាក្រក់មែននិយាយមកព្រមទទួលខុសអត់នេះមិនមែនជាសម្ដីរបស់ខ្ញុំទេអីឯងនេះសម្បូររឿងសួរច្រើនមែនខ្ញុំផ្ដល់ជំរឿ2ឲ្យឯងបងប្រុសមិនបាច់ទេខ្ញុំយល់ពីនីតិវិធីអស់ហើយប្រគល់ភាគហ៊ុនពាក់កណ្ដាលរួចដកខ្លួនចេញពីគ្រួសារជាងមែនទេឯងត្រូវប្រគល់ភាគហ៊ុន 60% រួមទាំងលុយសុទ្ធ10 លានទៀត
មិនមែនទេគឺកុំកុំកុំវាយខ្ញុំអីខ្ញុំនឹងធ្វើតាមភ្លាមនឹកស្មានមិនដល់ថាពិតជាបានវេមកមែន បងស្រីពេលត្រឡប់ទៅវិញកុំភ្លេចបើកប្រាក់រង្វាន់ឲ្យខ្ញុំផងណាឯងនឹងអរគុណដែលបានកើតក្នុងប្រទេសអ្នកទៅបើមិនដូច្នោះទេឯងគ្មានជីវិតរស់ដល់ពេលនេះទេហាពិតមែនហើយអ្វីដែលបងនិយាយគឺត្រឹមត្រូវទាំងអស់ហាឃើញថាថ្ងៃនេះឯងព្រមទទួលកំហុសដោយសម្រួលខ្ញុំនឹងលើកលែងជីវិតឯងម្ដងនាំមនុស្សរបស់ឯងទៅឲ្យឆ្ងាយទៅបាទទៅឲ្យឆ្ងាយទៅបាទពួកយើងនឹងទៅភ្លាមទៅឲ្យឆ្ងាយទៅនាំគ្នាទៅឲ្យឆ្ងាយទាំងអស់គ្នាទៅស្រីស្អាតបើគិតយល់ហើយអាចមកជួបខ្ញុំនៅក្រុមហ៊ុនជាងបានគ្រប់ពេលនាងឯងមានសមត្ថភាពល្អណាស់តែគួរឲ្យស្ដាយសរសៃចរន្តឈាមត្រូវស្ទះឲ្យតែនាងព្រមឲ្យខ្ញុំជួយសម្រួលចរន្តឈាមនាងនឹងក្លាយជាអ្នកខ្លាំងលំដាប់ទី2លើលោកជាក់ជាមិនខានសម្លឹងមើលទៅមុខដោយខឹងសម្បាចិនលៀងហ៊ានធ្វើបែបនេះដាក់ខ្ញុំផងហេះ និយាយទាំងឈាមស្រោចមាត់ទោះបីជាខ្ញុំលីនហាវត្រូវស្លាប់ក៏មិនលើកលែងឲ្យឯងដែរឯងចាំមើលទៅងឿងឆ្ងល់មិនដែលឮឈ្មោះចិនលៀងនេះពីមុនមកសោះតើគេលេចមុខមកពីណាឲ្យប្រាកដទៅវិភាគយ៉ាងម៉ត់ចត់ខ្ញុំលឺមកថាម្នាក់ដែលឈរនៅលេខរៀងទី1ក្នុងតារាងកម្ពុជាអ្នកខ្លាំងគឺមានត្រកូលចិននេះឯងគ្រាន់តែថាគេរស់នៅតំបន់ព្រៃទឹកភ្លៀងភាគខាងត្បូងពេញមួយឆ្នាំធ្វើការសាហាវយំខ្នងនិងមិនរើសវិធីដើម្បីសម្រេចគោលដៅឡើយរចនាប័ទ្មធ្វើការរបស់គេគឺដូចគ្នាបេះបិទនឹងចិនលៀងមិញនេះតែម្ដងសង្ស័យតើពួកគេទាំងពីរមានទំនាក់ទំនងអ្វីនឹងគ្នាទៅក្រវីក្បាលមិនជឿមនុស្សដែលឈរនៅលេខ1ក្នុងតារាងកម្ពុជាអ្នកខ្លាំងតើមានម្នាក់ណាដែលមិនមែនជាកម្ពុជាអ្នកខ្លាំងមិនអាចស្មានត្រូវនោះមិននឹងអាចមានរូបរាងជាមនុស្សទំនើងតាមផ្លូវដូចជាគេទៅកើតខ្ញុំហ៊ានអះអាងថាប្រកាសជាមិនមែនជាគេឡើយនិយាយដោយខឹងសម្បាខ្ញុំមិនខ្វល់ថាគេជាស្អីនោះទេហ៊ានមកមើលងាយខ្ញុំបែបនេះគេត្រូវតែស្លាប់ដាស់តឿនកម្លាំងរបស់គេឯងនឹងខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយឯងនៅចង់ទៅចាត់ការគេទៀតនេះគឺកំពុងរកមកហើយដកទូរស័ព្ទដៃចេញមកខ្ញុំប្រកាសជាមិនទៅរកសេចក្តីស្លាប់ដោយខ្លួនឯងឡើយគេពិតជាមានកម្លាំងខ្លះមែនប៉ុន្តែអ្នកដែលខ្លាំងជាងគេនៅលើโลกនេះមានច្រើនណាស់គប់ជួនណាស់ខ្ញុំមានទំនាក់ទំនងខាងផ្លូវនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងអង្គការឃាតករនៅលើបណ្ដាញងឹតពិភពលោកហេសម្លឹងមើលដោយការភ័យខ្លាចឯងហ៊ានទៅជួបក្រុមមនុស្សសាហាវខូខើដែលមិនខ្លាចស្លាប់ទាំងនោះហេនិយាយទូរស័ព្ទដោយទឹកមុខសាហាវអាឡូខ្ញុំចង់សម្លាប់មនុស្សម្នាក់មិនខ្វល់ពីតម្លៃអ្វីទាំងអស់បើកឡានយ៉ាងស្ងប់ស្ងាត់កន្ទុយដែលតាមពីក្រោយយើងនៅថ្ងៃនេះហាក់ដូចជាច្រើនបន្តិចហើយសើចយ៉ាងកាច់សាហាវនឹងកាន់កំភ្លើងបាញ់គ្រាប់រ៉ុកែតហាហ៊ានប៉ះពាល់លោកប្រុសលីនផងហេថ្ងៃនេះអញនឹងបំទុះឯងឲ្យខ្ទេចជាបំណែកភ័យស្លន់ស្លោនោះជាគ្រាប់រ៉ុកែតតើស្រែកយំដោយការភ័យខ្លាចចប់ហើយថ្ងៃនេះពួកយើងច្បាស់ជាត្រូវស្លាប់នៅទីនេះពិតមែនហើយញឹមយ៉ាងជឿជាក់កុំអាននិយាយមុនពេកអីកេះកៃបាញ់គ្រាប់រ៉ុកែតទៅងាប់ទៅខ្ទប់ត្រចៀកទាំងភ័យខ្លាចសើចយ៉ាងសប្បាយចិត្តហាផាំងឡានផ្ទុះចេះយ៉ាងសន្ធោសន្ធៅដកដង្ហើមធំទាំងភ័យស្លន់ស្លោដកដង្ហើមធំទាំងភ័យស្លន់ស្លោងាកមើលកញ្ចក់ក្រោយទាំងភ្ញាក់ផ្អើលឈិនឡាងតើឯងបានធ្វើអ្វីនឹងកំពុងបើកបរយ៉ាងស្ងប់ស្ងាត់ពូវាហេធ្វើដៃអន់ពេកទើបបាញ់ខុសតែប៉ុណ្ណោះស្ទាបក្បាលទាំងភ័យខ្លាចទោះជាយ៉ាងណាក៏ដោយគឺបងហើយដែលបានជួយខ្ញុំអរគុណបងណាស់ទឹកមុខបារម្ភឯងបានជួយឲ្យខ្ញុំរួចផុតពីសេចក្តីស្លាប់ម្ដងទៀតហើយជន់ហ្វ្រាំងតែមិនស៊ីកុំអើសប្បាយចិត្តលឿនពេកហ្វ្រាំងដូចជាខូចហើយបើកភ្នែកធំរន្ធត់ចិត្តអីគេនឹងប៉ុន្តែគុំស្លន់ស្លោអីងាកទៅក្រោយញឹមខ្ញុំមានវិធីហើយពួកនាងគ្រាន់តែកាន់បង្កាន់ដៃឲ្យជាប់ទៅបានហើយតោងដៃទាញជាប់តើបងចង់ធ្វើអ្វីនឹងប្រធានជាងនៅឡើយក្នុងឡានបងគុំធ្វើផ្ដេសផ្ដាសណាមកក្បាលគុំបារម្ភអីបើកទ្វារឡានបងឈួតហើយបងឈិន
តង់ដៃទាញជាប់ឈិនឡាងកុំឆៅឆៅអីនៅទាន់ពេលទេពួកយើងរកវិធីផ្សេងទៀតទៅមើលទៅខាងក្រៅឥឡូវលបឿនឡានឡើងដល់120ហើយស្រែកខ្លាំងបងអញបែរជាប្រើជើងជន់ហ្វ្រាំងតដេកនឹងហេះបងមិនស្ដាយជីវិតតែពួកខ្ញុំស្ដាយណាស់ ផ្ដោតអារម្មណ៍កុំមករំខានខ្ញុំញឹមយ៉ាងជឿជាក់វិលមកបន្តិចបន្តួចជារឿងធម្មតាទេមួយផ្លែតទៀតនឹងរួចរាល់ហើយដកដង្ហើមញាប់នឹងក្អក ញឹមយ៉ាងម៉េចដែររំភើបគ្រាន់បើទេអាហា ស្ទាបទ្រូងចិនឡាំងអ្នកពិតជាបានជួយខ្ញុំមែនប៉ុន្តែខ្ញុំពិតជាមិនចង់ឲ្យមានលើកក្រោយទៀតឡើយក៏យ៉ាងខ្លាំងចិនឡាំងសម្លឹងមើលចិនឡាំងតើអ្នកនៅមានសមត្ថភាពប៉ុន្មានទៀតដែលពួកយើងមិនទាន់ដឹង ធ្វើកាយវិការខ្ញុំមានសមត្ថភាពពិសេសច្រើនណាស់លេខាសុនបាល់ល្ងាចនេះពិតជាទំនេរមកបន្ទប់ខ្ញុំមកខ្ញុំនឹងបង្ហាញជូនមើលបណ្ដា តបទៅវិញលើកក្រោយពិតជាមិនខាន លើកកម្រាមដៃកុំចាំលើកក្រោយអីថ្ងៃណាសម្រាប់ក៏មិនស្មើថ្ងៃនេះដែរខ្ញុំថាយកនេះតែម្ដងទៅខឹងចិនឡាំងតើអ្នកអាចកែទម្លាប់អាក្រក់នេះបានទេអ្នកជាអង្គរៈអាជីពភារកិច្ចរបស់អ្នកគឺមកការពារខ្ញុំមិនមែនមកញ៉ាយស្រីនៅទីនេះទេ ក្រវីក្បាលអុយនេះគេហៅថាបុរសនិងស្ត្រីចាប់ដៃគ្នាធ្វើការមិនហត់នឿយទេបើមិនយល់គុំនិយាយផ្ដេសផ្ដាសបែរខ្នងដែលចេញបានហើយរឿងរ៉ាវត្រូវបានដោះស្រាយរួចរាល់ហើយខ្ញុំសុំទៅមុនហើយ រត់ទៅចាប់ដៃចិនឡាំងអេអ្នកចង់ទៅណាមិនបានទេបើអ្នកទៅចោលតើខ្ញុំត្រូវធ្វើម៉េចអបដៃអៀនខ្ញុំចង់និយាយថាពួកយើងទាំងពីរមានកិច្ចសន្យាការងារផ្លូវការអ្នកមានកាតព្វកិច្ចនៅក្បែរខ្ញុំ សម្រួលអាប់ធំឆ្លងកាត់ប៉ុន្មានលើកនេះភីគីម្ខាងទៀតមិនហ៊ានធ្វើសកម្មភាពម្ដងទៀតក្នុងរយៈពេលខ្លីឡើយកុំបារម្ភអីលើកទូរស័ព្ទនិយាយតើអ្នកណាគេនឹង សំឡេងតាមទូរស័ព្ទស៊ូងយាបតើការជួយសម្រួលដែលនាងធ្លាប់បាននិយាយពីមុននោះនៅតែរាប់ជាបានការដែរទេ ខ្ញុំខើពិតជាបានការហើយសន្តាគារអធិរាជបន្ទប់888ជួបគ្នាទីនោះមិនជួបមិនត្រឡប់ សម្លឹងមើលដោយខឹងមនុស្សរោគចិត្ត ទេសភាពសន្តាគារពីខាងក្រៅបុរសម្នាក់កំពុងអង្គុយលើសាឡុងនិងធ្វើកាយវិការដូចជក់បារីទូរស័ព្ទរោទហើយគាត់បានលើកទូរស័ព្ទនិយាយភារកិច្ចលើកនេះរៀងពិបាកបន្តិចហើយប្រវត្តិរបស់ម្ខាងទៀតមិនធម្មតាទេចង់ឲ្យខ្ញុំបញ្ជូនមនុស្សទៅជួយអ្នកទេមិនបាច់ទេសមត្ថភាពខ្ញុំកម្រិតណាតើអ្នកមិនទាន់ច្បាស់ទៀតឬបើជារឿងដែលខ្ញុំដោះស្រាយមិនបានទោះបីជាអ្នកបញ្ជូនមនុស្សមកច្រើនយ៉ាងណាក៏គ្មានប្រយោជន៍ដែរគោះកន្ទុយបឹកដាក់កែវម្យ៉ាងទៀតខ្ញុំគិតថាអគ្គនាយកជាងម្នាក់នោះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់យោងតាមការស៊ើបអង្កេតចុងក្រោយបង្អស់របស់យើងថ្មីនេះមានអង្គការសម្ងាត់ជាច្រើនកំពុងតែធ្វើចលនាជាញឹកញាប់ខ្ញុំសង្ស័យថាពួកគេប្រហែលជាមករកអ្នកហើយក្តាប់ដៃល្អតាស់ថ្មីនេះដៃខ្ញុំកំពុងតែរមាស់ខ្លាំងណាស់ចំពេលមានមនុស្ស2 3នាក់មកឲ្យខ្ញុំហាត់ដៃហាត់ជើងវាមិនអាក្រក់ទេសំឡេងគោះទ្វារឈប់និយាយជាមួយអ្នកសិនហើយខ្ញុំត្រូវរវល់ការងារសំខាន់ហើយមិនបាច់លាក់ខ្លួនទៀតទេចេញមកស្ត្រីម្នាក់រំកិលខ្លួនចេញពីក្រោមវាំងននហើយដើរចូលមកយ៉ាងស្ងៀមស្ងាត់ស្រីដើរចូលមកក្នុងបន្ទប់ តើអ្នកដឹងយ៉ាងម៉េចថាខ្ញុំនៅទីនេះ ញៀនដឹង អ្នកខ្លាំងណាស់ខ្ញុំមិនមែនជាគូប្រកួតរបស់អ្នកទេប៉ុន្តែខ្ញុំត្រូវការប្រែជាខ្លាំងពូកែជាបន្ទាន់ និយាយពីផែនការរបស់អ្នកមុនសិនមក ខ្ញុំមិនមែនត្រូវបានជួលដោយលីនហាវនោះទេកាលពីឆ្នាំមុនខ្ញុំធ្លាប់ទទួលគុណស្រឡាញ់ពីគាត់លើកនេះចេញមុខគឺគ្រាន់តែដើម្បីសងគុណប៉ុណ្ណោះប៉ុន្តែខ្ញុំតែងតែគាត់តាក់ទងជាសម្ងាត់ជាមួយមនុស្សម្នាក់ទីកន្លែងរបស់គេលាក់កំបាំងខ្លាំងណាស់ខ្ញុំមិនដែលបានឃើញមុខមាត់ពិតរបស់មនុស្សម្នាក់នោះទេ ប្រុសចុចកណ្ដឹងហើយលើសាឡុង ខ្ញុំដឹងថាអ្នកមានសមត្ថភាពអស្ចារ្យប៉ុន្តែគូប្រជែងរបស់អ្នកខ្លាំងជាងអ្វីដែលអ្នកគិតទៅទៀតគ្រាន់តែអ្វីដែលខ្ញុំដឹងនៅក្បែរខ្លួនកញ្ញាជាងមានជនបង្កប់ដែលភៀកគីមខាងទៀតរៀបចំទុកជាច្រើនសិបអ្នកលាក់ខ្លួនយ៉ាងជ្រៅបំផុត ហើច្រើនសិបអ្នកអីចឹងហ៎តិចជាងអ្វីដែលខ្ញុំគិតឆ្ងាយណាស់ប៉ុន្តែខ្ញុំស្មានថាអ្នកមកទីនេះមិនមែនគ្រាន់តែប្រាប់រឿងនេះដល់ខ្ញុំនោះទេ រឿងសម្រួលសរសៃដែលអ្នកធ្លាប់និយាយពីមុននៅតែគិតជាផ្លូវការដែរទេជាការពិតណាស់ខ្ញុំមិនឲ្យអ្នកជួយទេនោះទេឲ្យតែអ្នកព្រមជួយខ្ញុំរាល់សកម្មភាពបន្ទាប់របស់លីនហាវខ្ញុំនឹងប្រាប់អ្នកជាបន្ទាន់ក្នុងពេលដំបូងបង្អស់ ងាយស្រួលនិយាយទេ ប្រុសទាញស្រីដួលទៅលើសាឡុងតើអ្នកកំពុងធ្វើអ្វីនឹង ជាការពិតណាស់គឺជួយអ្នកសម្រួលសរសៃប្រព័ន្ធមេរីឌៀនថ្មិចភ្នែកទៅ មានអារម្មណ៍ថាវិលមុខបន្តិចហើយ វាជារឿងធម្មតាទេប្រុសស្រាយខ្សែក្រវ៉ាត់និងប៉ះក្ររបស់ស្រី
ប្រែខ្លាចជាអ្នកមានគុណដ៏ធំធេងរបស់ខ្ញុំត្រឡប់មកវិញហើយតើ អគ្គនាយកជាងមិនបាច់គួរសំពេចទេបាទបើសិនជាអ្នកមានអារម្មណ៍ថាមិនស្រួលចិត្តទេគ្រាន់តែមកបន្ទប់ជាមួយខ្ញុំហើយតបស្នងសងគុណខ្ញុំឲ្យបានល្អទៅ ខ្ញុំមានរឿងមួយចង់សួរអ្នកលើកមុនអ្នកប្រាប់ខ្ញុំថាបន្ទាប់ពីរឿងរ៉ាវប៉ុន្មានដងនេះពួកស្រូវនឹងមិនបញ្ជូនមនុស្សមកកម្ចាត់ខ្ញុំក្នុងរយៈពេលខ្លីនោះទេតើវាជាការពិតមែនទេ អូការវាយប្រហារដោយចំហបែបនេះនឹងគ្មានទៀតទេក្នុងរយៈពេលខ្លីប៉ុន្តែការលួចធ្វើឃាតដោយសម្ងាត់មិនដឹងជាអាចកើតឡើងពេលណានោះទេ ហឺ មិនបាច់បារម្ភពេកទេមានខ្ញុំនៅទីនេះទោះអ្នកណាមកក៏គ្មានប្រយោជន៍ដែរ ណែអគ្គនាយកជាងតើអ្នកកំពុងធ្វើអ្វីហ្នឹងចូលក្នុងបន្ទប់គេងរបស់ខ្ញុំដោយគ្មានការអនុញ្ញាតបែបនេះតែចង់មកសងគុណដោយដែលនិយាយអំបញ្ញមិញមែនទេតើអាចទេ ពិតជាចង់ឲ្យខ្ញុំតបស្នងសងគុណនៅលើនេះមែនទេលោកគឺជាអង្គរៈដែលខ្ញុំបានជួលលោកមានការប្រកិច្ចការពារសុវត្ថិភាពរបស់ខ្ញុំហើយពេលនេះខ្ញុំក៏មិនទាន់មានសុវត្ថិភាពទាំងស្រុងដែរចាប់ពីពេលនេះទៅលោកត្រូវតែនៅក្បែរខ្ញុំគ្រប់ពេលវេលាដើម្បីការពារខ្ញុំ ប្រុសម្នាក់ស្រីម្នាក់នៅក្នុងបន្ទប់តែមួយបែបនេះតើនាងមិនខ្លាចខ្ញុំគ្រប់គ្រងចិត្តខ្លួនឯងមិនបានហើយបញ្ចេញចរិតជាសត្វសាហាវទេអី លោកហ៊ានហ្គេខ្ញុំប្រមានលោកណាគុំធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះជាជីវនឹងចៅសៀននៅក្បែរបន្ទប់នេះទេឲ្យតែខ្ញុំស្រែកតែមួយម៉ាត់ពួកនាងនឹងមកដល់ទីនេះក្នុងរយៈពេល12នាទី ប្រធានជាងចុះបើសិនជានាងស្រែកមិនចេញតតែសោះនោះអាយ៉ា អ្នកនាងជីចៅហ្វាយនីតើខ្ញុំអាចបណ្ដោយឲ្យអ្នកនាងលំបាកបានយ៉ាងម៉េចទៅអ្នកនាងគេងលើក្រោយទៅខ្ញុំគេងលើឥដ្ឋវិញមនុស្សល្អម្នាក់នេះមានចិត្តចង់តែគ្មានសេចក្តីក្លាហានសោះ តើនរណានិយាយដើមខ្ញុំនឹងចៅហ្វាយបើអ្នកនាងអាណិតកូនចៅចង់ឲ្យខ្ញុំឡើងទៅគេងលើគ្រែដែរខ្ញុំក៏អាចបង្ខំចិត្តយល់ព្រមតាមការស្នើសុំរបស់អ្នកនាងបានណាជាងលីម្នាក់នេះពិតជាគួរឲ្យអាណិតណាស់បន្ទប់របស់នាងខ្ញុំមិនទាន់បានឆែកឆេរនៅឡើយទេឆ្លៀតឱកាសនេះត្រូវតែឆែកឆេរឲ្យបានម៉ត់ចត់តែម្ដងមិនប្រកាសទេអាចនឹងទទួលបានលទ្ធផលដែលស្មានមិនដល់ក៏ថាបានស្រីតូចម្នាក់នេះរស់នៅក្រោមក្រសែភ្នែកអ្នកអតីរាល់ថ្ងៃគ្មានឯកជនភាពផ្ទាល់ខ្លួនតតែសោះសំណាងល្អហើយដែលនាងបានជួបខ្ញុំសំឡេងបើកទ្វារយ៉ាងស្រទន់សំឡេងស្បែកជើងកែងចោតដើរចូលមកលេខាសុនអ្នកពិតជាទ្រាំលេងបានមែនដើរទៅជិតគ្រែដកធូបសណ្ដំចេញមកធូបសណ្ដំរ៉ូស្មេរីគ្រាន់តែស្រូបយកបន្តិចគឺគ្រប់គ្រាន់ឲ្យមនុស្សពេញវ័យម្នាក់សន្លប់បាត់ស្មារតីហើយពិតជារៀបចំបានយ៉ាងល្អតែគួរឲ្យស្ដាយដែលអ្នកបានជួបខ្ញុំ ខ្ទប់ជ្រមុះដើរមកជិតគ្រែកោកតិច ឈរមើលនៅក្បាលគ្រែចង់ចុះដៃមែនទេ
លោកដៃទៅស្ទាបភួយដកកាំបិតខ្លីចេញមកយ៉ាងលឿន លោកប្រធានជាងសូមទោសផងណាសូមកុំបន្ទោសខ្ញុំអីលោកតែងតែជាមនុស្សខ្ពង់ខ្ពស់និងជាមនុស្សអស្ចារ្យចំណែកខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ហើយមានចំណុចខ្សោយដែលធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់លីនហាវសូមទោសកុំបន្ទោសខ្ញុំអីជាតិក្រោយខ្ញុំនឹងធ្វើជាគោជាសេះដើម្បីសងគុណលោកវិញមិនក៏ជាអ្នកទៅវិញហេតុអីអ្នកនៅក្នុងបន្ទប់របស់លោកប្រធានជាងលោកប្រធានជាងនៅឯណា មនុស្សដូចជាខ្ញុំនេះពេលវីតបមិនសូវដឹងធ្ងន់ស្រាលទេក្រែងលោមានការធ្វេសប្រហែសបណ្ដាលឲ្យអញរងរបួស ហេតុអីបានជាអ្នកនៅលើគ្រែរបស់លោកប្រធានជាងហេតុអីបានជាអ្នកនៅលើគ្រែរបស់លោកប្រធាន នេះ ជាង ក៏ជាអ្វីដែលខ្ញុំចង់សួរឯងដូចគ្នា ក្នុងពេលដែលធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេចង់សម្លាប់ឬចង់ធ្វើអ្វីក៏តាមចិត្តចុះ ចិត្តរឹងរូសដល់ហើយមិនចង់រើបំរាបបន្តិចទៀតទេហេ ខ្ញុំដឹងខ្លួនឯងច្បាស់ថាមិនមែនជាគូប្រកួតរបស់អ្នកទេហេតុអីត្រូវរកការអាម៉ាស់ដាក់ខ្លួនទៀតមិនស្មើនឹងព្រមទទួលប្រេងវាសនាឲ្យលឿនទេ ខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យអញហើយតែអញមិនចេះថែរក្សាដោយខ្លួនឯងបែរជាហ៊ានលុបឆ្មក់វីប្រហារពេលយប់ទៅវិញ ចង់សម្លាប់ឬធ្វើបាបយ៉ាងណាក៏តាមចិត្តចុះ តាមពិតឯងមិនបាច់ធ្វើបែបនេះទេខ្ញុំដឹងថាឯងមានការលំបាកផ្ទាល់ខ្លួនម្ដាយរបស់ឯងកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លីនហាវនៅឡើយ ហេតុអីបានជាអ្នកដឹង នៅលើលោកនេះគ្មានរឿងណាដែលខ្ញុំមិនដឹងនោះទេ បើរឿងរ៉ាវឈានដល់ថ្នាក់នេះហើយអីចឹងអ្នកចោះដៃផ្ទាល់តែម្ដងទៅ ចង់ស្លាប់មែនទេវាមិនងាយស្រួលបែបនេះឡើយ តើអ្នកចង់ធ្វើអ្វីនឹង ខ្ញុំគ្រាន់តែប្រើល្បិចបន្តិចបន្តួចដើម្បីអាចគ្រប់គ្រងជីវិតនិងសេចក្តីស្លាប់របស់ឯងបានយ៉ាងងាយស្រួលតែប៉ុណ្ណោះកុំខំប្រឹងអត់ប្រយោជន៍ទៀតអីពេលនេះឯងសំបីតែចង់ធ្វើអត្តឃាតក៏ពិបាកដែរឯងមានតែស្ដាប់បង្គាប់ខ្ញុំដោយស្រួលប៉ុណ្ណោះ ឈិនឡាងអាមនុស្សថោកទាបឯងហ៊ានលួចលាក់ជាមួយស្រីផ្សេងនៅក្នុងបន្ទប់ខ្ញុំផងអី អាកេនីយីកាយ៉ែងអ្នកបានដណ្ដើមបន្ទប់របស់ខ្ញុំបាត់ហើយតើមិនឲ្យខ្ញុំរកកន្លែងផ្សេងទេអីតើមានអ្វីមិនត្រូវមែនទេ មិនមែនបែបនឹងទេអាកានិយិកាជាងមិនមែនបែបនឹងទេនាងមិនបាច់បកស្រាយជំនួសគេទេឆេនឡែងមិនគួរណាខ្ញុំក្រោយពេលប្រជុំក្រុមប្រឹក្សាភិបាលរួចគិតថាឯងជាវីរៈបុរសមានសមត្ថភាពសោះមិននឹកស្មានសោះថាឯងគ្រាន់តែជាមនុស្សទំនើងតាំងពីក្បាលដល់ចុងជើងសោះ ហេអរគុណសម្រាប់ពាក្យសរសើរអាកេនីយីកាយ៉ែងបើគ្មានការងារអ្វីផ្សេងទៀតទេសូមចេញទៅក្រៅទៅកុំមករំខានរឿងល្អរបស់គេអីឯងគ្មានមារយាទសោះ ឯង បាយកុំភ្លេចបិទទ្វារផងអរគុណ ហេតុអ្វីបានជាលោកជួយខ្ញុំ ខ្ញុំគ្រាន់តែជួយខ្លួនឯងប៉ុណ្ណោះអត្តសញ្ញាណរបស់នាងយកមកប្រើប្រាស់នៅមានប្រយោជន៍រឿងនៅខាងលេនហៅគឺរក្សាទុកដដែលចំណែករឿងផ្សេងទៀតស្ដាប់តាមខ្ញុំទៅ រឿងអេតប្រយោជន៍ផ្ទះតូពួកអេតបានការសុទ្ធតែជាពួកអេតបានការទាំងអស់ពួកឃាតករពីបណ្ដាញងឹតសុទ្ធតែជាពួកអេតបានការសូម្បីតែមនុស្សបង្កប់ដែលខ្ញុំខំលួចដាក់បញ្ចូលយ៉ាងលំបាកក៏ជាមនុស្សអេតបានការដែរខ្ញុំប្រាប់ហើយតើការចាត់ការគេគឺមិនអាចទៅរួចតតែសោះពេលនេះអញយល់ច្បាស់ហើយឬនៅចុះត្រូវធ្វើម៉េចទៅពួកយើងដែលជាចាស់ទុំទាំងនេះចិត្តនឹងបានគ្រប់គ្រងក្រុមហ៊ុនជាងទៅហើយគ្រាន់តែដោយសារតែអាល្អិតម្នាក់ដែលមិនដឹងជាចេញមកពីណាសោះតើយើងត្រូវប្រគល់វាឲ្យគេដោយស្រួលបែបនេះមែនទេពិតមែនហើយពួកយើងនឹងមិនបោះបង់ដាច់ខាត ផ្ទះតូចដោយដៃទាំងពីរបើទប់ទល់ជាមួយគេចំមិនកើតទេខ្ញុំនឹងបដូរវិធីថ្មីវិញហាវតើឯងមានវិធីអ្វីកាលពីពេលមុនជាងលីបានទិញយកមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ដើមមកតម្លៃមាសកំពុងតែកើនឡើងជាបន្តបន្ទាប់នាងប្រកាសជាសម្រេចចិត្តលក់វាចេញនៅពេលនេះដើម្បីទទួលបានសាច់ប្រាក់យ៉ាងច្រើនយកមកដោះស្រាយវិបត្តិនៃក្រុមហ៊ុនប៉ុន្តែចុះបើមាសទាំងនោះស្រាប់តែបាត់ស្រមោលទៅវិញនោះមានន័យថាខ្ញុំដឹងច្បាស់ពីកន្លែងលាក់ទុកមាសទាំងនោះ ឲ្យតែខ្ញុំផ្ដាច់ប្រភពហិរញ្ញវត្ថុរបស់ជាងលីបានទោះជាឈិនឡាំងនោះពូកែវីតបយ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍អ្វីដែរក្រុមហ៊ុនជាងគង់តែនឹងក្លាយជារបស់ពួកយើងដដែលទេប៉ុន្តែតើកូនពិតជាអាចលួចផ្ទេមាសទាំងនោះនៅចំពោះមុខឈិនឡាំងបានមែនទេពិតជាបានយ៉ាងប្រាកដ
ដើម្បីទទួលបានក្រុមហ៊ុនជាងខ្ញុំមានគម្រោងការ3ជំហានរួចជាស្រេចហើយការផ្ទេរមាសនេះគឺគ្រាន់តែជាជំហានទី1ប៉ុណ្ណោះខ្ញុំបានដាក់ឈ្មោះឲ្យគម្រោងការទាំង3នេះថាប្រតិបត្តិការផ្លាស់ប្ដូរម្ចាស់ក្នុងរយៈពេល12ម៉ោងពេលកន្លងផុតទៅ12ម៉ោងក្រុមហ៊ុនជាងនឹងត្រូវបរាជ័យជាមិនខានសូម្បីតែទេវតាក៏ជួយមិនបានដែរសាយប៉ុន្តែក្នុងអំឡុងពេលនេះខ្ញុំនៅតែត្រូវការលោកប្រធានយ៉ាងនិងអ្នកផ្សេងទៀតដែលជាភាគហ៊ុននេកជើងចាស់ទាំងនេះត្រូវសហការគ្នាជាស្មោះភាពឲ្យតែពួកគាត់ដាក់សម្ពាធឲ្យអស់ពីសមត្ថភាពជែងឡយនឹងគ្មានឱកាសងើបឡើងវិញឡើយចំពោះរឿងនេះសូមលោកទុកចិត្តចុះនៅពេលបែបនេះខ្ញុំនឹងមិនធ្វើឲ្យខូចការជាដាច់ខាតហេរញ្ញវត្ថុក្រុមហ៊ុនខ្ញុំមិនលូកដៃឡើយសូម្បីតែនៅក្នុងផ្នែកអាជីវកម្មខ្ញុំក៏មានសិទ្ធិសម្រេចដែរខ្ញុំនឹងរកមនុស្សម្នាក់មកច្របាច់គនាងឲ្យណែងធ្វើឲ្យនាងដកដង្ហើមមិនរួចសូម្បីតែមួយផ្លេតនេះជាកិច្ចសន្យាបញ្ឈប់ការងាររបស់អ្នកចាប់ពីថ្ងៃនេះទៅអ្នកលែងជាអង្គរៈរបស់ខ្ញុំទៀតហើយអូយហេតុអ្វីទៅលោកស្រីយ៉ែងបន្ធូរបន្ថយអារម្មណ៍សិនទៅមកញ៉ាំផ្លែប៉ោមមួយទៅញ៉ាំខ្មោចឯងអីខ្ញុំកំពុងនិយាយការងារសំខាន់ជាមួយអ្នកលោកស្រីជាងមិនល្អទេមាសមួយបាច់របស់ក្រុមហ៊ុនបានបាត់ហើយនាងថាម៉េចមើលទៅលោកស្រីយ៉ែងប្រហែលជាមិនអាចដេញខ្ញុំចេញជាបណ្ដោះអាសន្នបានទេដឹងរឿងរបស់អ្នកចាំនិយាយគ្នាក្រោយតាមពិតទៅមាសមួយបាច់នេះគ្រោងនឹងលក់នៅថ្ងៃត្រង់នេះដើម្បីសម្រាលវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឥឡូវនេះមាសនេះបានបាត់ទៅហើយតើយើងគួរធ្វើដូចម្តេចទៅគ្រាន់តែរកមាសនោះមកវិញទៅជាការស្រេចហើយតើអ្នកនិយាយស្រួលណាស់ឥឡូវនេះសូម្បីតែមាសនោះទៅណាក៏យើងមិនដឹងផងហើយខ្ញុំក៏គ្មានពេលទៀតដែរខ្សែសង្វាក់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានកាត់ផ្តាច់ហើយថ្ងៃត្រង់នេះគឺជាអវសានវាទចុងក្រោយដែលខ្ញុំបានកញ្ញាទុកខ្ញុំមិនអាចអង្គុយធ្មេចភ្នែករង់ចាំសេចក្តីស្លាប់បានទេនេះជាបំណងប្រាថ្នាចុងក្រោយរបស់ឪពុកខ្ញុំមិនអាចបណ្ដោយឲ្យវាវិនាសក្នុងដៃខ្ញុំឡើយលោកស្រីយ៉ែងតើអ្នកកំពុងទៅណាកាលឪពុកខ្ញុំនៅរស់គាត់មានដៃគូស៊ីជាច្រើនពួកគាត់មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាណាស់កាលឪពុកខ្ញុំនៅរស់គាត់ក៏ធ្លាប់បានជួយពួកគាត់ច្រើនណាស់ដែរខ្ញុំជឿថាពេលនេះ James Group មានបញ្ហាពូទាំងឡាយនឹងមិនឈរមើលទេឡើយពូហ៊ីខ្ញុំមកជួបពូលើកនេះគឺចង់រំខានពូឲ្យជួយខ្ញុំឆ្លងកាត់ការលំបាកនេះរងចាំរឿងនេះបានកន្លងផុតទៅសិនខ្ញុំនឹងមកអង្គុយផឹកតែជែកលេងជាមួយពូហ៊ីតាមសម្រួលតើល្អទេក្មួយឡៃអើយមិនមែនពូហ៊ីមិនចង់ជួយក្មួយនោះទេប៉ុន្តែក្មួយក៏ដឹងដែរថាវិស័យអចលនទ្រព្យនាពេលថ្មីនេះមិនសូវល្អទេក្មួយហើបមាត់ភ្លាមសុំដល់ទៅ30លានពូហ៊ីពិតជាគ្មានលទ្ធភាពរកឲ្យបានឡើយលោកប្រធានយ៉ែងសូមជួយខ្ញុំលើកនេះផងក្នុងពេលភ្លាមនេះខ្ញុំក៏មិនអាចរកលុយបានច្រើនបែបនេះដែរខ្ញុំពិតជាគ្មានមធ្យោបាយពិតមែនខ្ញុំសូមអង្វរពួកលោកជួយខ្ញុំផងទៅលេខាសិនឥឡូវនេះដល់ពេលដែលអ្នកត្រូវសម្ដែងហើយស្រីដើរកាន់ស្លាកជុំទី1ទស្សនិកជនស្រែកហូឡើងទៅស៊ូឡើងការប្រកួតវីតបគ្នានៅលើសង្វៀនតើអ្នកប្រកាសទេថាមាសនៅទីនេះខ្ញុំប្រកាសប៉ុន្តែទីនេះមានមនុស្សគ្រប់ប្រភេទលីឡំគ្នាតើយើងពិតជាអាចដណ្ដើមមាសមកវិញបានមែនទេវីបែបនេះឯងទស្សនិកជនស្រែកវាយការប្រយុទ្ធគ្នាយ៉ាងសាហាវនឹងដួលទៅលើដីបុរសអាវខ្មៅដើរចូលសង្វៀនហេបងប្អូនតើមកពីក្រុមណាដែរមិនដឹងថាទីនេះជាទឹកដីរបស់លោកម្ចាស់ខ្លាទេអីបុរសម្នាក់ទៀតដើរចូលមកជាមួយបាក់ពូកប្រាប់បងខ្លារបស់ឯងឲ្យចេញមកជួបខ្ញុំមិនស្គាល់ងាប់រស់ទេមែនទេខ្ញុំមើលទៅឯងប្រហែលជាធុញនឹងរស់ហើយចាប់ផ្ដើមវីតបគ្នានឹងទាត់ឲ្យដួលយ៉ាវីដៃគូឲ្យដួលទៅលើដីនឹងចាប់ក្បាលក្រវែងសំឡេងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាច្បាប់នៅទីនេះគឺមានតែស្ដេចប្រដៅទេទើបមានសិទ្ធិជួបបង្ហូរហើយពួកឯងទាំងអស់គ្នាមកវីជាមួយខ្ញុំទៅខ្ញុំប្រញាប់ណាស់ប្រហែលណាស់
ខ្ញុំគឺជាស្ដេចប្រដាល់នៅទីនេះវាឈ្នះខ្ញុំសិនចាំនិយាយវីឲ្យមកទៅវីឲ្យមកទៅវីអាចឈ្មោះឆ្មៃមិនស្គាល់ងឹតភ្លឺនឹងឲ្យមកទៅវីទៅវីទៅសំឡេងវីតបគ្នាមិនខ្លាចងាប់ទេមែនទេបងប្អូនចូលព្រមគ្នាសំឡេងប្រយុទ្ធគ្នាយ៉ាងសាហាវប្រញាប់ចេញមកភ្លាមខ្ញុំប្រញាប់ណាស់គ្មានពេលមកលេងសើចជាមួយអញទេប្អូនប្រុសធ្វើដៃមិនអន់ទេមើលនោះមានចំណាប់អារម្មណ៍មកធ្វើការជាមួយខ្ញុំទេផ្អែកលើធ្វើដៃរបស់ឯងរយៈពេល3ខែខ្ញុំនឹងធ្វើឲ្យឯងក្លាយជាអ្នកប្រដាល់ល្បីឈ្មោះប្រគល់មាសមកឯងនឹងរស់បើមិនដូច្នោះទេឯងងាប់ទៅហើយខ្ញុំនឹងទៅរកវាដោយខ្លួនឯងរើសមួយទៅប្រគល់មាសមករក្សាជីវិតឬឲ្យខ្ញុំទៅរកមាសដោយខ្លួនឯងជ្រើសរើសមួយទៅឯងចង់ងាប់មែនទេមិនស្គាល់ងាប់រស់ពិតមែនស្មានតែខ្ញុំមិនហ៊ានសម្លាប់ឯងមែនទេចិនឡាំងឯងសម្លាប់គេហើយចុះមាសរបស់យើងធ្វើម៉េចទៅមាសប្រកាសជានៅក្នុងសាលនេះហើយពួកយើងគ្រាន់តែទៅរកទៅគឺបានហើយកុំបារម្ភអ្នកណាហ៊ានមកររាំងខ្ញុំនឹងចេញមុខកន្លែងផ្សេងទៀតពួកយើងបានរកអស់ហើយនៅសល់តែទីនេះទេខាងក្រោមវេទិកាប្រដាល់នេះធ្វើឡើងពីដែកថែបសុទ្ធបើគ្មានសល់ទេពួកយើងមិនអាចបើកវាបានតតែសោះល្អណាស់ពួកយើងរកឃើញហើយពិតជាល្អណាស់ពួកយើងរកឃើញហើយយកវាទៅប្រគល់ជូនប្រធានជាងវិញទៅពេលនេះនាងច្បាស់ជាត្រូវការវាខ្លាំងណាស់ហាប្រធានជាងញឹមបន្តិចទៅមើលហេតុអ្វីមិនញឹមចឹងអូមែនហើយនាងញឹមមិនចេញទេយ៉ាងណាមិញសន្លឹកពីចុងក្រោយរបស់នាងអស់បាត់ទៅហើយលីនហៅតើមាសទាំងនោះនៅលើឯងមែនទេចេះកុំរំភើបខ្លាំងពេកអីតាមពិតទៅខ្ញុំក៏អាចលើកលែងឲ្យនាងបានដែរឲ្យតែនាងជួយបញ្ចុះកម្ដៅឲ្យខ្ញុំនៅទីនេះថ្ងៃនេះប្រហែលជាមាសទាំងនោះខ្ញុំអាចរកមកឲ្យនាងវិញបានកុំសង្ឃឹមឲ្យសោះពិតជាឲ្យតម្លៃហើយមិនយកមែនអញ្ចឹងនាងចាំតែបើកភ្នែកមើលការខំប្រឹងប្រែងអស់មួយជីវិតរបស់ឪពុកនាងរលីសូននៅថ្ងៃនេះទៅចុះហាថ្ងៃស្អែកខ្ញុំគ្រាន់តែចំណាយលុយកាក់បន្តិចបន្តួចប៉ុណ្ណោះអ្វីគ្រប់យ៉ាងរួមទាំងតំណែងរបស់នាងផងនឹងក្លាយជារបស់ខ្ញុំហើយខ្ញុំនឹងពុះផ្លាកសញ្ញាក្រុមហ៊ុនជាងគ្រប់ធ្វើជាឧដុតនៅចំពោះមុខនាងតែម្ដងហានេះហើយជាក្លិនក្រអូបនៃជ័យជំនះពិតជាគួរឲ្យតាក់ទាញខ្លាំងណាស់តើចុងក្រោយនៅតែចាញ់មែនទេសុំទោសផងណាជក់បារេស៊ីការស្រាក់នរណានឹងឯងឈ្មោះលីនហៅមែនទេមិញនេះឯងនិយាយថានរណាជាអ្នកឈ្នះឯងគិតថាគ្រាន់តែរកឃើញមាសគឺឯងឈ្នះហើយមែនទេលីនហៅតើពាក្យសម្ដីនេះមានន័យថាម៉េចគ្មានន័យអីទេចាំមើលទៅមុខទៀតទៅឈប់សិនខ្ញុំឲ្យឯងទៅតាំងពីពេលណាថ្ងៃនេះខ្ញុំមកទីនេះគឺមិនបានធ្វើអ្វីទាំងអស់ហើយឯងក៏គ្មានភស្តុតាងបញ្ជាក់ថាមាសទាំងនេះគឺជាខ្ញុំយកទៅដែរដូច្នេះឯងគ្មានហេតុផលអីមកប៉ះពាល់ខ្ញុំទេអ្វីដែលឯងនិយាយគឺមិនខុសទេតែបើសិនជាខ្ញុំចង់ប៉ះពាល់ឯងគឺមិនបាច់មានហេតុផលនោះទេពួកឯងទាំងពីរនាក់នាំវាចេញទៅឲ្យលឿនបើមិនអញ្ចឹងទេ
អរគុណអ្នកខ្លាំងណាស់ឈិនលៀនលើកនេះអ្នកបានជួយខ្ញុំម្ដងទៀតហើយ មិនអីទេពេលវេលាដែលទុកឲ្យអ្នកមិនសល់ច្រើនទេប្រញាប់យកមាសទាំងនេះទៅប្តូរជាលុយទៅ ចាស់ចាំឆ្លងផុតការលំបាកលើកនេះសិនខ្ញុំនឹងអរគុណអ្នកឲ្យបានល្អ ឈិនលៀនមកក្បាលហើយដើរចេញទៅខណៈដែលជំនួយការស្រីរុញរទេសមាសចេញទៅឈិនលៀនដើរចេញពីការិយាល័យទូរស័ព្ទរបស់គាត់ក៏រត់ឡើងបង្ហាញឈ្មោះស៊ូងយេអាឡូមានការអីមែនទេ ដល់ពេលដែលអ្នកត្រូវសងគុណហើយអ្នកបានជួយសម្រួលសរសៃរបស់ខ្ញុំធ្វើឲ្យក្បាច់គុណរបស់ខ្ញុំរីកចម្រើនខ្លាំងនេះជាអ្វីដែលខ្ញុំជំពាក់អ្នកដូច្នេះខ្ញុំនឹងជួយអ្នក ចាប់ពីថ្ងៃនេះទៅខ្ញុំចង់ឲ្យអ្នកស្វែងរកភស្តុតាងឧក្រិដ្ឋកម្មរបស់លីនហាវឲ្យអស់ពីសមត្ថភាពតើគេមិនបានធ្វើសកម្មភាពដែលហៅថាការផ្លាស់ប្ដូរម្ចាស់អីនោះទេអញ្ចឹងពួកយើងក៏ផ្ញើផែនការកម្ចាត់ឫសគល់មួយទៅឲ្យគេវិញទៅបដូរប្លង់តន្ត្រីយ៉ាងរំភើបទ្វាររបស់ឈិនលៀនក្នុងអាវធំដែលមានដែកស្រួចដើរចូលមកដោយទឹកមុខបារម្ភប្រធានជាងក្នុងឈុតធំពណ៌ប្រផេះអង្គុយនៅទៅធ្វើការដោយក្តីបារម្ភនិងតានតឹងមានរឿងអីហ្នឹងមាសមិនមែនរកឃើញមកវិញហើយទេអីហេតុអ្វីបានជាទឹកមុខនៅតែស្រពោនអញ្ចឹង ខ្ញុំលក់វាមិនចេញទេក្រុមអ្នកទិញដែលបានតាក់ទងពីមុនស្រាប់តែបដិសេធមិនទិញវិញដោយសារតែហេតុផលផ្សេង មានរឿងបែបនេះកើតឡើងដែរហាប្រធានជាងឈិនលៀនក្រោកឈរឡើងដោយខឹងសម្បាលើកមុនមិនទាន់រៀងចោលទៀតមែនទេនៅហ៊ានត្រឡប់មកវិញទៀតបរោះពាក់អាវឆ្នូតឈរយ៉ាងជឿជាក់និងរៀបចំអាវធំរបស់គាត់ឈិនលៀនខ្ញុំដឹងថាអ្នកមានថ្វីដៃខ្លាំងពូកែណាស់តែនៅក្នុងសង្គមជាន់ខ្ពស់កម្លាំងបាយគ្មានប្រយោជន៍ស្អីឡើយអ្វីដែលសំខាន់គឺទ្រព្យសម្បត្តិនិងខ្នងបង្អែករូបនេះគឺអនុប្រធានសភាពាណិជ្ជកម្មហៃឈឹងលោកតាលីមុខចំនួនទាំងអស់នៅហៃឈឹងត្រូវតែឆ្លងកាត់ដៃរបស់គាត់ឲ្យតែគាត់គ្រវីដៃបន្តិចក្រុងហៃឈឹងទាំងមូលនឹងរញ្ជួយប៉ុន្មានថ្ងៃមិនខានប្រធានជាងតើគាត់ពិតជាមានអំណាចខ្លាំងមែនទេ ចាស់ពិតមែនហើយទីបំផុតខ្ញុំដឹងហើយថាហេតុអ្វីបានជាលីនហាវហ៊ានធ្វើអ្វីតាមចិត្តបែបនេះតាមពិតគេបានរៀបចំផែនការយ៉ាងម៉ត់ចត់រួចជាស្រេចទៅហើយទោះបីជាយើងយកមាសត្រឡប់មកវិញបានក៏ដោយតែដោយសារមានសម្ពាធពីសភាពាណិជ្ជកម្មឡុងថឹងនៅពីក្រោយយើងក៏គ្មានផ្លូវលក់វាចេញបានដែរ បរោះពាក់អាវឆ្នូតសាច់យ៉ាងត្រេកអរចាត់ទុកថាអ្នកឆ្លាតចុះអូនតាឯងឃើញហើយណាខ្ញុំគ្រាន់តែប្រើខ្នងបង្អែកបន្តិចបន្តួចប៉ុណ្ណោះក៏អាចសង្កត់ឯងឲ្យងើបក្បាលមិនរួចដែរប្រាប់មើលអង្គរៈថោកទាបម្នាក់ដូចជាឯងតាមានស្អីមកតូចជាមួយខ្ញុំសភាពាណិជ្ជកម្មឡុងថឹងដ៏តូចតាចនឹងអាចហៅថាជាខ្នងបង្អែកបានដែរឬបើខ្ញុំទីមិនខុសទេប្រធានសភាពាណិជ្ជកម្មរបស់អ្នកគឺជាស៊ុនដាជាវមែនទេប្រធានសមាគមពាណិជ្ជកម្មរបស់អ្នកប្រហែលជាឈ្មោះស៊ុនដាជាវមែនទេប្រធានលីវកុំចាញ់បោកការគំរាមកំហែងរបស់វាឲ្យសោះវាក៏គ្រាន់តែជាអ្នកក្រីក្រស្រ័យចំការម្នាក់ប៉ុណ្ណោះតើអាចស្គាល់ប្រធានស៊ុនយ៉ាងម៉េចទៅម្យ៉ាងទៀតឈ្មោះល្បីរបស់ស៊ុនដាជាវនៅក្នុងសង្គមងឹតរបស់យើងតើមានអ្នកណាខ្លះមិនស្គាល់ស្ទើរតែត្រូវមនុស្សថោកទាបដូចជាឯងបោកប្រាស់ទៅហើយអគ្គនាយកជាងខ្ញុំមើលថាអ្នកមានមាសមួយចំនួននៅក្នុងដៃចុះបើលក់ឲ្យខ្ញុំវិញយ៉ាងម៉េចដែរខ្ញុំអាចទិញយកក្នុងតម្លៃនេះ 1000 ក្នុង1ក្រាមមែនទេ ទេអ្វីដែលខ្ញុំចង់និយាយគឺ100ក្នុង1ក្រាម 100 ក្នុង1ក្រាមចុះហេតុអ្វីបានជាអ្នកមិនទៅប្លន់តែម្ដងទៅ ហាអគ្គនាយកជាងអ្នកប្រហែលជាមិនទាន់យល់ច្បាស់ពីស្ថានភាពនៅឡើយទេតើនេះមិនទាន់ច្បាស់លាស់ទៀតទេអីពួកយើងគឺមកដើម្បីប្លន់នឹងហើយតើអ្នកអាចធ្វើអ្វីបាន ក្នុងនាមជាអនុប្រធានសមាគមពាណិជ្ជកម្មឡុងថឹងតើអ្នកអាចបង្កចលាចលដល់សណ្ដាប់ធ្នាប់ពាណិជ្ជកម្មដោយចិត្តងារអាក្រក់បែបនេះយ៉ាងដូចម្តេច សូមទោសផងនៅក្នុងពិភពជំនួញក្រុងហៃឈឹងសណ្ដាប់ធ្នាប់គឺត្រូវកំណត់ដោយសមាគមពាណិជ្ជកម្មឡុងថឹងរបស់យើងមកទីនេះឲ្យលឿនឡើងសង្ឃឹមថាបន្តិចទៀតនេះពួកឯងនៅតែអាចខ្លាំងពូកែបែបនេះចុះចង្អុលដៃទៅមុខអូនតូចឯងនេះនៅចេះរៀនតេឡេហ្វូនតាមគេទៀតយ៉ាងម៉េចដែរកែសម្រួលអាវធំចង់ហៅពួកម៉ាក់សន្តិសុខរបស់ឯងមួយហ្វូងមកវីពួកយើងមែនទេសើចចំអកដោយយកដៃខ្ទប់ទ្រូងហាអូយខ្ញុំខ្លាចណាស់នេះអូនកុំមកធ្វើពុតទៀតអីលើកកម្រាមដៃចង្អុលឡើងប្រភពកំណើតថោកទាបដូចជាឯងនេះទោះបីជារាប់ថយក្រោយ10ចំនួនក៏ដោយក៏រកមនុស្សមកបង្ក្រាបពួកយើងមិនបានដែរខ្វែងដៃទាំងពីរចូលគ្នាមែនណាហេបរោះម្នាក់ពាក់អាវធំរត់ចូលមកវីនឹងធាក់បរោះម្នាក់ទៀតដួលទៅលើដីងើបឡើងទាំងទឹកមុខភ័យស្លន់ស្លោលោកប្រធានហេតុអ្វីបានជាលោកអញ្ជើញមកទីនេះលុតជង្គង់ចុះខ្ញុំបាទមកជួយយឺតពេលសូមលោកម្ចាស់លាងមេត្តាដាក់ទោសផងប្រធានស៊ុនតើឯងវាច្រឡំមនុស្សហើយមែនទេសំឡេងទះកំភ្លៀងនិងធ្ងោដោយការឈឺចាប់ប្រធានស៊ុនប្រកាសជាមានការយល់ច្រឡំនៅទីនេះហើយច្បាស់ជាមានការយល់ច្រឡំហើយយល់ច្រឡំឯងតាមគៀបសង្កត់គេជំរុញលោកម្ចាស់លៀងដល់ថ្នាក់នេះបើសិនជាលោកម្ចាស់លៀងមិនមានសេចក្តីមេត្តាករុណាទេនោះតើឯងគិតថាឯងអាចមានជីវិតរស់នៅលោកជង្គង់នៅទីនេះបានទៀតលោកម្ចាស់លៀង
ពិតជាមិនស្គាល់ប្រមាណខ្លួនសោះអំបាញ់មិញឯងមិនបាននិយាយទេអីថាបើទោះបីជាខ្ញុំរាប់ថយក្រោយ10ជំនាន់ក៏រកអ្នកមកបង្ក្រាបឯងមិនបានដែរនោះសូមទោសផងបង្អែកដ៏ធំបំផុតរបស់ឯងក៏ត្រូវតែហៅខ្ញុំថាលោកម្ចាស់ដែរ លី លោកម្ចាស់លៀង អគ្គនាយិកាជាងកុំហៅខ្ញុំឲ្យចាស់ពេកអីកុំភ្លេចណាខ្ញុំនៅតែជាអង្គរៈផ្ទាល់ខ្លួនរបស់អ្នកនៅឡើយទេលោកម្ចាស់លៀងតើមនុស្សម្នាក់នេះគួរចាត់ការយ៉ាងណាយកទៅឲ្យត្រីស៊ីទៅសំឡេងស្រែកយំខណៈពេលត្រូវបានអូសចេញលោកម្ចាស់លៀងខ្ញុំខុសហើយខ្ញុំសូមអង្វរលោកលើកលែងទោសឲ្យខ្ញុំផងកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំអីទាំងអស់នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះពួកយើងមានរឿងអីនិយាយគ្នាស្រួលបួលទៅក្រុមហ៊ុនជាងស៊ីគ្រប់ខ្ញុំលែងចង់បានទៀតហើយចំណែកភាគហ៊ុនក៏ខ្ញុំមិនយកដែរចំណែកដែលជារបស់ខ្ញុំខ្ញុំនឹងប្រគល់ជូនលោកទាំងអស់ហើយចំណែកដែលមិនមែនជារបស់ខ្ញុំខ្ញុំក៏នឹងដណ្ដើមយកមកជូនពួកលោកវិញដែរសម្រាមគ្មានប្រយោជន៍អាមនុស្សឥតបានការ លោកម្ចាស់លីង ទោះជាយ៉ាងណាក៏ដោយគាត់នៅតែជាភាគហ៊ុនរបស់ក្រុមហ៊ុនជាងស៊ីគ្រប់នៅខាងក្រៅនៅមានមនុស្សជាច្រើនកំពុងមើលមកប្រសិនបើលោកធ្វើបាបគាត់ខ្ញុំបារម្ភថាវានឹងមិនល្អចំពោះលោកឡើយខ្ញុំមិនចង់ឲ្យលោកដោយសារតែខ្ញុំតែជាត្រូវចំណាយពេលពាក់កណ្ដាលជីវិតដែរនៅក្នុងជីវិតលាក់ខ្លួនពួនអាត្មាបែបនេះទេនាងក៏មើលស្រាលលោកម្ចាស់លីងពេកហើយឲ្យតែគាត់យល់ព្រមមនុស្សទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះនឹងត្រូវបាត់ខ្លួនទាំងអស់ទៅថ្ងៃអនាគតនៅតែអាចរស់នៅយ៉ាងហឺហារដដែលប្រធានជាងនេះគឺកំពុងបារម្ភពីខ្ញុំគិតគូរជំនួសខ្ញុំហើយតើខ្ញុំគ្រាន់តែផ្ដល់យោបល់ឲ្យលោកប៉ុណ្ណោះថាតើស្ដាប់ឬមិនស្ដាប់គឺអាស្រ័យលើលោកជាអ្នកសម្រេចខ្ញុំគ្រាន់តែមិនចង់ឃើញលោកដោយសារតែមនុស្សអសកលម្នាក់នេះបែរជាមកបំផ្លាញជីវិតរបស់ខ្លួនឯងទៅវិញទេអូមែនហើយខ្ញុំគ្រាន់តែជាមនុស្សអសកលម្នាក់ប៉ុណ្ណោះសម្រាប់ខ្ញុំនាំតែប្រឡាក់ដៃពួកលោកទេវាមិនសមតតែសោះបានហើយយ៉ាងណាមិញពួកយើងគឺជាអង្គរៈរបស់អគ្គនាយកជាងបើចៅហ្វាយបាននិយាយរួចហើយតើខ្ញុំអាចនិយាយអ្វីបានទៀតទៅតែជាមនុស្សម្នាក់នេះខ្ញុំប្រគល់ឲ្យឯងហើយត្រូវធ្វើបែបណាឯងយល់ហើយមែនទេកុំបារម្ភអីលោកម្ចាស់លៀងហ៊ានធ្វើឲ្យលោកស៊ុយបែបនេះខ្ញុំនឹងមើលថែគេឲ្យបានល្អជាមិនខានពិតមែនហើយនៅមានម្នាក់ឈ្មោះអនុប្រធានលីវនោះទៀតខ្ញុំពិតជាមិនពេញចិត្តនឹងគេខ្លាំងណាស់យល់ហើយលោកប្រធានយល់ច្រឡំហើយសុទ្ធតែជាការយល់ច្រឡំទេខ្ញុំត្រូវបានអាល្អិតនោះបោកប្រាស់ទេបើខ្ញុំដឹងពីអត្តសញ្ញាណរបស់លោកម្ចាស់ឡើងទោះបីជាឲ្យខ្លាំធំជាងខ្លួន100ក៏ខ្ញុំមិនហ៊ានដែរកុំបារម្ភអីជាតិក្រោយឯងគ្រាន់តែប្រុងប្រយ័ត្នបន្តិចទៅបានហើយប្រធានជាងពិតជាមានសំណាងធំហើយអាយុថ្លៃមែនចៅសៀការរាប់អានគ្នារវាងពួកយើងពីមុនមកតើវាសុទ្ធតែជាការក្លែងបន្លំទាំងអស់មែនទេវាជាការពិតមនោសញ្ចេតនារបស់ខ្ញុំចំពោះលីនហាវក៏ជាការពិតដែរសូមទោសប្រធានជាងខ្ញុំគ្មានជំរឿឡើយប៉ុន្តែពេលនេះវាមិនមែនជាទីបញ្ចប់ដ៏ល្អបំផុតហើយទេអ្នកក៏នៅមានជីវិតរស់នៅហើយក៏មិនបានធ្វើឲ្យគាត់ខកបំណងដែរហេតុអ្វីបានជាបងធ្វើបែបនេះបងច្បាស់ជាបានបង្រៀនខ្ញុំតាំងពីតូចមកថាត្រូវធ្វើជាមនុស្សដែលស្គាល់គុណនិងចេះតបស្នងគុណត្រូវស្គាល់ខុសនិងត្រូវមិនត្រូវបណ្ដោយឲ្យមនោសញ្ចេតនាគ្រប់គ្រងឡើយផ្កាកុលាបខ្មៅគឺជាអង្គការដ៏អាចកំបាំងបំផុតនៅលើឆាកអន្តរជាតិដែលល្បីថាគ្មានការងារណាដែលធ្វើមិនសម្រេចនោះទេមែនហើយគឺផ្កាកុលាបខ្មៅនេះឯងចុះអ្នកនៅចាំទេថាខ្ញុំធ្លាប់បានជួយសង្គ្រោះជីវិតអ្នកខ្ញុំពិតជាចាំច្បាស់ណាស់លោកប្រធានលីនតើលោកមានអ្វីចង់បង្គាប់បញ្ជាសូមប្រាប់មកចុះនៅក្នុងអង្គការផ្កាកុលាបខ្មៅខ្ញុំនៅតែមានអំណាចនិយាយខ្លះដែរដើម្បីតបស្នងគុណសង្គ្រោះជីវិតខ្ញុំរីករាយនឹងធ្វើគ្រប់យ៉ាងទាំងអស់ល្អណាស់ចុះបើឈិនឡាងពូកែយ៉ាងណាក៏ដោយតើគេអាចពូកែជាងអង្គការផ្កាកុលាបខ្មៅទាំងមូលបានទៅទិន្នន័យអេរបស់យូស៊ូគឺជាខ្សែជីវិតរបស់សម្ព័ន្ធក្រុមហ៊ុនជាងប្រសិនបើខ្ញុំទទួលបានវានោះជាងលីនឹងត្រូវស្ថិតនៅក្រោមបង្គាប់របស់ខ្ញុំជាមិនខានខ្ញុំមិនទាន់ចាញ់នៅឡើយទេលោកប្រធានលីនតើលោកចង់ឲ្យខ្ញុំធ្វើដូចម្ដេចលួចយកទិន្នន័យអេរបស់យូស៊ូប្រហែលជាមិនពិបាកពេកទេមែនទេរឿងតូចតាចទេលោកប្រធានលីនលោកគ្រាន់តែរងចាំស្ដាប់ដំណឹងល្អពីខ្ញុំទៅបានហើយអរុនសួស្ដីលោកស្រីប្រធានជាងកំពុងធ្វើអ្វីហ្នឹងមានរឿងអ្វីមែនទេឈិនឡាងអរគុណអ្នកខ្លាំងណាស់សម្រាប់ការការពារខ្ញុំក្នុងអំឡុងពេលកន្លងមកការជួបជុំណាក៏ត្រូវតែមានការបែកបាក់គ្នាដែរបើពួកយើងសាយគង់តែបានជួបគ្នាទៀតទេកិច្ចសន្យាការងារតើកិច្ចសន្យារបស់ខ្ញុំផុតកំណត់ហើយមែនទេចា៎ចុះលោកស្រីប្រធានជាងតើមិនពិចារណាបន្តកិច្ចសន្យាថ្មីឲ្យខ្ញុំទេអីខ្ញុំក៏ចង់ដែរ
ប៉ុន្តែចាប់តាំងពីដឹងថាសូម្បីតែប្រធានសភាពាណិជ្ជកម្មឡុងថឹងក៏ត្រូវហៅអ្នកថាលោកម្ចាស់ឡើងដែរនោះបើខ្ញុំនៅតែជួលអ្នកក្នុងតម្លៃចាស់ទៀតខ្ញុំពិតជាមិនអាចទទួលយកបានឡើយ លោកស្រីប្រធានជាងបើអញ្ចឹងគ្រាន់តែដំឡើងប្រាក់ខែឲ្យខ្ញុំទៅជាការស្រេចបាត់ទៅហើយឬមួយក៏ពួកយើងអាចឈានទៅមុខមួយជំហានទៀតបើបែបនេះខ្ញុំអាចធ្វើជាអង្គរៈផ្ទាល់ខ្លួនឲ្យអ្នកដោយមិនគិតថ្លៃតែម្ដង គុំនិយាយលេងសើចច្រើនពេកអីមាសដែលដណ្ដើមបានមកវិញនោះគ្រាន់តែជួយសម្រាលការលំបាកចំពោះមុខជាបណ្ដោះអាសន្នប៉ុណ្ណោះបន្ទាប់ពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដឹងថាខ្ញុំនឹងឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលពួកគេក៏បាននាំគ្នាដកទុនចេញអស់ពេលនេះក្រុមហ៊ុននៅតែមានកង្វះខាតថវិកាយ៉ាងខ្លាំងអគ្គនាយិកាជាងកាលពីម្សិលមិញហាងផ្ទាល់របស់ក្រុមហ៊ុនយើងត្រូវបានបិទទ្វារចំនួន7ទៀតហើយគឺលីនហាវជាអ្នកធ្វើវាលីនហាវម្នាក់នេះពិតជាគ្មានសិលធម៌សោះដោយសារគេមិនអាចទល់នឹងខ្ញុំដោយចំហបានទើបគេប្រើល្បិចចង្វក់នៅពីក្រោយក្នុងបែបនេះគេចង់បង្ខំឲ្យខ្ញុំដួលរលំរហូតដល់ទីបំផុតត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិគ្រួសារមែនទេអគ្គនាយិកាជាងហេរ៉ាញ់វត្ថុរបស់ក្រុមហ៊ុនយើងពិតជាមានបញ្ហាអនុភាពនាពេលថ្មីនេះខ្ញុំបារម្ភថាមិនល្អទេអគ្គនាយិកាជាងទិន្នន័យអីទាំងអស់របស់ក្រុមហ៊ុនយើងត្រូវបានបាត់អស់ហើយនាងនិយាយថាម៉េចខ្ញុំស្មានតែឈិនឡើងខ្លាំងពូកែប៉ុណ្ណាទៅនៅចំពោះមុខអ្នកជំនាញពិតប្រាកដគេក៏គ្មានអ្វីអស្ចារ្យដែរលោកលីនថ្នាក់លើរបស់អង្គការផ្កាកុលាបខ្មៅបានចាប់អារម្មណ៍នឹងសកម្មភាពរបស់ខ្ញុំលើកនេះហើយពួកគេទើបតែតាក់ទងមកខ្ញុំថាឲ្យតែលោកលីនយល់ព្រមចែករំលែកទិន្នន័យនេះអង្គការផ្កាកុលាបខ្មៅទាំងមូលនឹងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងការដែលអាចសហការជាមួយអង្គការផ្កាកុលាបខ្មៅគឺជាលាភសំណាងដ៏ធំធេងសម្រាប់ខ្ញុំលីនហាវតើខ្ញុំអាចបដិសេធយ៉ាងម៉េចទៅប៉ុន្តែបុគ្គលិកបច្ចេកទេសរបស់ផ្កាកុលាបខ្មៅបានពិនិត្យរួចហើយនៅក្នុងទិន្នន័យនេះមានបន្ថែមនូវកូដសម្ងាត់សុវត្ថិភាពយ៉ាងស្មុគស្មាញបំផុតពួកយើងត្រូវការពេលច្រើនដើម្បីបំបែកវានេះមានន័យថាប្រសិនបើលោកលីនអាចដណ្ដើមកូដសម្ងាត់ពីមាត់របស់ពួកគេបានខ្ញុំអាចណែនាំលោកលីនឲ្យក្លាយជាភ្ញៀវកិត្តិយសរបស់ផ្កាកុលាបខ្មៅទុកចិត្តចុះទុកឲ្យខ្ញុំជាអ្នកចាត់ការខ្ញុំហៅថាទិន្នន័យស្នូលរបស់ក្រុមហ៊ុន USUA ត្រូវបានគេលួចហើយចាស់ខ្ញុំកំពុងតែស៊ើបអង្កេតថាតើជាស្នាដៃរបស់នរណាមិនបាច់ស៊ើបអង្កេតទៀតទេគឺធ្វើឡើងដោយអង្គការក្រៅស្រុកផ្កាកុលាបខ្មៅផ្កាកុលាបខ្មៅនឹកស្មានមិនដល់ថាជាផ្កាកុលាបខ្មៅសោះអគ្គនាយិកាជាងខ្ញុំជឿជាក់ថាអ្នកច្បាស់ជាដឹងហើយថាទិន្នន័យអេនេះមានន័យយ៉ាងណាវាមិនត្រឹមតែជាផលិតផលរបស់ក្រុមហ៊ុនអ្នកប៉ុណ្ណោះទេថែមទាំងជាអនាគតរបស់ប្រទេសយើងទៀតផងប្រសិនបើវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងកម្លាំងបរទេសក្នុងរយៈពេលខ្លីប្រទេសរបស់យើងនឹងត្រូវគេគ្រប់គ្រងលើបច្ចេកវិទ្យាពេលយូរទៅវានឹងធ្វើឲ្យយើងកាន់តែតច្រកឬអាចឈានទៅដល់លទ្ធផលដ៏អាក្រក់បំផុតចាស់ខ្ញុំប្រកាសជានឹងរកវិធីយកទិន្នន័យនេះមកវិញឲ្យបានកាលពីមុនបើចាញ់គឺគ្រាន់តែផ្លាស់ប្ដូរម្ចាស់ក្រុមហ៊ុនជាងគ្រប់ប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាពេលនេះទំនួលខុសត្រូវរបស់ប្រទេសជាតិទាំងមូលបែរជាធ្លាក់មកលើស្មារបស់ខ្ញុំទៅវិញតើពិតមែនឬខ្ញុំដឹងថាអ្នកពូកែណាស់ប៉ុន្តែភាគីម្ខាងទៀតគឺជាអង្គការផ្កាកុលាបខ្មៅដែលជាអង្គការដ៏មានឥទ្ធិពលនិងអាចកំបាំងបំផុតនៅក្រៅប្រទេសអ្នកដែលនៅពីក្រោយពួកគេប្រហែលជាមិនមែនមានតែប្រទេសមួយនោះទេអ្នកមានតែម្នាក់ឯងប៉ុណ្ណោះការទោជាមួយពួកគេគឺមិនខុសពីយកពងមាន់ទៅចូលនឹងធ្មេញនោះទេតើអ្នកដឹងដោយរបៀបណាថាខ្ញុំធ្វើមិនបានលោកស្រីយ៉ាងខ្ញុំជឿថាពេលនេះអ្នកប្រហែលជាកំពុងតែខ្វល់ខ្វាយខ្លាំងណាស់ហើយចំពោះរឿងបាត់បង់ទិន្នន័យអីមែនទេលិនហៅគឺឯងជាអ្នកធ្វើមែនទេតើឯងដឹងខ្លួនទេថាឯងកំពុងធ្វើអ្វីនេះជាការក្បត់ជាតិឯងនឹងត្រូវបន្សល់ទុកឈ្មោះអាក្រក់រាប់ពាន់ឆ្នាំពួកឯងធ្វើបាបអញរហូតខ្លាចជាដូចខ្មោចបែបនេះទៅហើយតើឲ្យឯងខ្វល់ពីវាធ្វើអីទៀតអញមានពាក្យតែមួយម៉ាត់គត់នៅកាស៊ីណូក្រមដីប៉ែកខាងកើតទីក្រុងយើងមកលេងល្បែងមួយក្តារបើពួកឯងឈ្នះទិន្នន័យនឹងត្រូវបានប្រគល់ជូនវិញទាំងស្រុងប៉ុន្តែបើពួកឯងចាញ់ត្រូវប្រគល់កូដសម្ងាត់ឲ្យឯងកុំសង្ឃឹមឡើយអាជនក្បត់ជាតិឥតខ្មាស់យល់ព្រមខ្ញុំយល់ព្រមតាមការស្នើរបស់អ្នកឆេនឡែងអ្នកឆេវឆាវពេកហើយនេះជារឿងធំរបស់ជាតិតើអ្នកអាចទទួលយកវាដោយតក់ក្រហល់បែបនេះយ៉ាងដូចម្តេចតើយើងមិនគួររៀបចំការប្រជុំជាមួយរដ្ឋាភិបាលដើម្បីពិភាក្សាគ្នាសឹមសម្រេចចិត្តទេកុំបារម្ភអីមានខ្ញុំនៅទីនេះហើយលោកស្រីយ៉េងលិនហៅឯងនៅតែហ៊ានធ្វើរឿងបែបនេះទៀតផងតើមេរៀនលើកមុនមិនទាន់គ្រប់គ្រាន់ទៀតមែនទេលោកស្រីយ៉េងកុំព្យាយាមបំភ័យខ្ញុំអីថ្ងៃនេះខ្ញុំមកគឺមានការត្រៀមខ្លួនជាស្រេចនៅខាងក្រៅគឺជាកំពូលអ្នកលេងចំនួន300អ្នកដែលប្រដាប់ដោយអាវុធគ្រប់ដៃបញ្ជូនមកដោយអង្គការផ្កាកុលាបខ្មៅប្រសិនបើពួកឯងហ៊ានប៉ះពាល់ខ្ញុំគ្មាននរណាម្នាក់អាចដើរចេញពីទីនេះទាំងមានជីវិតនោះឡើយ
អាចដើរចេញពីទីនេះទាំងមានជីវិតអ្នកក៏កុំភ័យអីពួកយើងមកទីនេះដើម្បីជែកពិភាក្សាគ្នាមិនមែនមកដើម្បីបង្កចំនួនស៊ីសាច់ហត់ឈាមគ្នានោះទេក្នុងពេលដែលមកដល់ហើយប្រកាសជាកំដរអ្នកប្រុសលីនលេងឲ្យអស់ដៃហើយប្រសិនបើអ្នកប្រុសលីនចាញ់លក្ខខណ្ឌដើមរបស់យើងមិនផ្លាស់ប្ដូរទេគឺត្រូវប្រគល់ភាគហ៊ុនរបស់គ្រួសារជាងមកតើយ៉ាងម៉េចដែរចង់បានធំម្លេះមិនខ្លាចឆ្អែតស្លាប់ខ្លួនឯងទេហើយយ៉ាងម៉េចខ្លាចហើយមែនទេបើខ្លាចក៏ចុះទៅជំនួសដោយអ្នកណាដែលមានចិត្តក្លាហានមកវិញប៉ាន់តើប្រសិនបើខ្ញុំចាញ់ខ្ញុំមិនយកភាគហ៊ុនសំបីតែមួយកាក់ហើយនឹងប្រគល់ជូនទាំងអស់ប៉ុន្តែប្រសិនបើពួកឯងចាញ់ខ្ញុំចង់បានជីវិតរបស់ពួកឯងហើយជាងលីត្រូវនៅកំដរខ្ញុំមួយយប់យោពងពួកយើងលេងឲ្យលឿនមួយក្តារកាត់សេចក្តីឈ្នះចាញ់តែម្ដង ឈិនលៀនអ្នកឈិនលៀនអ្នកអគ្គនាយិកាជាងកុំបារម្ភអីមនុស្សកំពេចកំពុកប៉ុណ្ណឹងខ្ញុំមិនដាក់ក្នុងខ្សែភ្នែកតតែសោះ ប៉ុន្តែខ្ញុំមិនចេះលេងសោះនឹង កុំបារម្ភអីមានខ្ញុំហើយចែកប៊ីទៅអេពួកយើងមិនទាន់មើលប៊ីមុនទេចង់លេងប៊ីលាក់មុខជាមួយខ្ញុំមែនទេមិនដឹងថាខ្លួនឯងពិតជាមានសមត្ថភាពឬគ្រាន់តែធ្វើពុតនោះទេខ្ញុំស្រាប់តែនឹកឃើញថាប្រាក់ភ្នាល់របស់យើងហាក់ដូចជាតូចបន្តិចហើយចុះបើបន្ថែមទៀតទៅហេតុអ្វីយើងមិនបន្ថែមការភ្នាល់ទៀតខ្ញុំគ្មានបញ្ហាទេតើអ្នកចង់លេងយ៉ាងម៉េចប្រសិនបើអ្នកចាញ់លក្ខខណ្ឌមុននៅតែដែលភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Yang Group និងជារបស់ខ្ញុំទាំងអស់ព្រមព្រៀងប្រសិនបើអ្នកចាញ់ខ្ញុំចង់ឲ្យអ្នកប្រគល់ភាគហ៊ុន40ដែលនៅសល់ទាំងអស់មកវិញបានប៉ុន្តែគួរឲ្យស្ដាយខ្ញុំនឹងមិនចាញ់ឡើយបាននិយាយពីកម្លាំងកាយខ្ញុំមិនមែនជាគូប្រកួតរបស់អ្នកទេបាននិយាយពីប្រវត្តិគ្រួសារខ្ញុំក៏ត្រូវបានអ្នកបង្ក្រាបទាំងស្រុងដែរប៉ុន្តែខ្ញុំមិនមែនសំដៅលើអ្នកទេពួកយើងកំពុងប្រកួតគ្នានៅលើតូប៊ីតើអ្នកអាចធ្វើអ្វីខ្ញុំបានងារជាស្ដេចល្បែងនៃហុងកុងរបស់ខ្ញុំមិនមែនល្បីល្បាញដោយគ្មានហេតុផលនោះទេមកបើកប៊ីមកពួកយើងកុំញ៉ៃញ៉ៃច្រើនអីបញ្ចប់វាឲ្យលឿនទៅប៊ីលេខ2មួយសន្លឹក ប៊ីលេខ2មួយសន្លឹកតើយើងត្រូវធ្វើដូចម្ដេចតើយើងគួរលេងប៊ីអ្វីទើបមានឱកាសឈ្នះអ្នកនាងទើបតែបង្ហាញប៊ីមួយសន្លឹកប៉ុណ្ណោះអ្វីមិនទាន់ប្រាកដទេអ្នកនៅតែមានឱកាសប្រែថាតែជាលេខ2តូចសោះខ្ញុំស្មានតែជាអ្វីទៅវិញសុំទោសផងឈ្នះមួយក្តារតូចហើយចៅសៀតើប៊ីរបស់គេធំជាងរបស់យើងមែនទេចាសប៉ុន្តែអ្នកនាងកុំបារម្ភខ្លាំងពេកអីលទ្ធផលចុងក្រោយមិនទាន់កំណត់ទេអ្វីនៅមិនទាន់ដឹងនៅឡើយទេសុំទោសផងសំណាងរបស់ខ្ញុំនៅថ្ងៃនេះហាក់ដូចជាល្អបន្តិចហើយតើអ្នកប្រញាប់ធ្វើអីគ្រាន់តែប៊ីអាត់មួយគូសោះមានអ្វីអស្ចារ្យទៅត្រឹមតែអាត់មួយគូមែនទេមានអីអស្ចារ្យទៅអាត់មួយគូមិនថាប៊ីដែលនៅសល់របស់អ្នកជាអ្វីទេឱកាសដែលអ្នកអាចឈ្នះខ្ញុំគឺមិនសូវមានទេមិនបាច់បើកប៊ីសន្លឹកទី3ទេសន្លឹកទី2គឺអាចសម្រេចចាញ់ឈ្នះបានហើយចុះឥឡូវនេះពួកយើងត្រូវចេញប៊ីអ្វីទើបអាចឈ្នះបានប្រសិនបើគេមានត្រឹមតែអាត់មួយគូបើពួកយើងចាប់បានប៊ីផ្កាដូចគ្នាស្រឡាយឬប៊ី3សន្លឹកដូចគ្នាគឺនៅតែមានឱកាសចុះបើបែបហ្នឹងឱកាសឈ្នះរបស់ពួកយើងមិនមែនធំខ្លាំងណាស់ទៅហើយទេអីអគ្គនាយិកាជាងនិយាយមិនត្រូវទេឱកាសឈ្នះរបស់ពួកយើងមិនត្រឹមតែធំទេគឺពួកយើងច្បាស់ជាឈ្នះតែម្ដងតកដង្ហើមធំប្រែមកជាលេខ3ដ៏គួរឲ្យស្រឡាញ់សោះតាប្រែមកជាលេខ3ដ៏គួរឲ្យស្រឡាញ់សោះតាឈិនលាពួកយើងចិត្តចាញ់ហើយមែនទេអគ្គនាយិកាជាងកុំបារម្ភអីពួកយើងមិនមែននៅសល់ប៊ីមួយសន្លឹកទៀតទេអីជឿជាក់លើខ្ញុំចុះអូនឯងមិនដែលលេងបៀទេដឹងបានជាមិនស្គាល់ច្បាប់ទម្លាប់បែបហ្នឹងបើអញ្ចឹងខ្ញុំត្រូវតែរំលឹកឯងឲ្យបានច្បាស់បន្តិចហើយស្ថានភាពនៅចំពោះមុខគឺខ្ញុំមានអាត់មួយគូថែមទាំងផ្កាដូចគ្នាទៀតទោះបីជាប៊ីសន្លឹកទី3របស់ខ្ញុំមិនមែនជាអាត់ក៏ដោយតែបើផ្អែកលើប៊ី2សន្លឹកនេះឯងក៏គ្មានផ្លូវឈ្នះខ្ញុំដែរ
អាកេនីយិកាជាងយល់ល្អគួរតែព្រមចុះចាញ់ឲ្យបានឆាប់ទៅមិនដឹងទេបន្តិចទៀតបើអារម្មណ៍ខ្ញុំល្អខ្ញុំអាចនឹងលើកលែងជីវិតវាទៅមួយវិញទៀតធ្វើជាស្រីរបស់លីនហៅម្នាក់នេះគឺជារឿងល្អដែលមនុស្សជាច្រើនប្រាថ្នាចង់បានតែរកមិនបានផងមិនខាតបង់អីទេ ឈិនលីឬមួយពួកយើងព្រមចុះចាញ់ទៅពួកយើងគ្មានផ្លូវឈ្នះតតែសោះខ្ញុំមិនចង់ឃើញអ្នកចាញ់ទេហើយរឹតតែមិនចង់ឃើញអ្នកត្រូវស្លាប់ដោយសារតែខ្ញុំឡើយ កុំបារម្ភអីខ្ញុំមិនស្លាប់ឡើយ លោកប្រុសលីនបើបៀមិនទាន់បើកអស់ទេលទ្ធផលចុងក្រោយក៏មិនទាន់កំណត់ដែរប្រសិនបើពួកយើងជាប៊ីស្រឡាយទោះបីជាលោកមានអាត់មួយគូក៏លោកមិនមែនជាគូប្រកួតរបស់ពួកយើងដែរ ក្នុងពេលដែលពួកឯងមិនទាន់ឃើញក្តាររំឈូសមិនទាន់ស្រក់ទឹកភ្នែកអញ្ចឹងខ្ញុំនឹងឲ្យពួកឯងបានដឹងច្បាស់តែម្ដងនេះជាការភ្លាត់ស្នៀតហើយមានការប្រែប្រួលហើយមិននឹកស្មានថាសัญลักษณ์វាចុងក្រោយមានបញ្ហាសោះឈ្នះមិនបានទៀតទេមែនទេចំពោះខ្ញុំវិញគ្រាន់តែគិតថាប្រាក់ភ្នាល់របស់យើងនៅតូចពេកគ្មានន័យអ្វីសោះទោះជាអ្នកប្រុសលីនចង់លេងបែបណាក៏ដោយខ្ញុំនឹងកំដរជានិច្ចខ្ញុំគិតមើលទៅបើចង់បានជីវិតឯងភ្លាមបែបនេះវាស្រួលពេកសម្រាប់ឯងហើយបែបនេះចុះប្រសិនបើឯងចាញ់លក្ខខណ្ឌមុននេះនៅដដែលហើយខ្ញុំចង់ឲ្យឯងធ្វើជាខ្ញុំបម្រើរបស់ខ្ញុំរយៈពេល10ឆ្នាំដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល10ឆ្នាំនេះទោះបីជាខ្ញុំទាមទារអ្វីដែលគ្មានហេតុផលក៏ដោយក៏ឯងត្រូវតែធ្វើតាមដែរប៉ុន្តែក្រោយពេល10ឆ្នាំកន្លងផុតទៅឯងក៏មិនមានសេរីភាពដែរគឺត្រូវតែស្លាប់ដដែលយ៉ាងម៉េចដែរហ៊ានទទួលយកទេយ៉ាងម៉េចដែរហ៊ានទទួលយកទេ ពួកយើងមិនទទួលយកទេលីនហៅឯងកុំហួសហេតុពេកតើនេះជាលក្ខខណ្ឌគ្មានហេតុផលអ្វីទៅឯងមិនត្រឹមតែចង់បានជីវិតរបស់ចិនឡាំងទេថែមទាំងចង់មើលងាយគេបែបនេះទៀតផង ខ្ញុំក៏មិនបានបង្ខំគេដែរគេអាចបដិសេធបានតើគ្រាន់តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះគឺអាម្នាក់នេះតាំងពីដើមរហូតដល់ចប់សុទ្ធតែបង្ហាញរកពីដូចជាប្រកាសជាឈ្នះអីចឹងប៉ុន្តែលក្ខខណ្ឌដែលខ្ញុំទើបតែនិយាយមុននេះគេបែរជាមិនហ៊ានទទួលយកទៅវិញឯងថាតើគេកំពុងតែសម្ដែងធ្វើពុតមែនទេអាកេនីយិកាជាងកុំបារម្ភអីមានខ្ញុំនៅទីនេះហើយលក្ខខណ្ឌរបស់ឯងខ្ញុំយល់ព្រមហើយប្រសិនបើខ្ញុំឈ្នះខ្ញុំក៏មានលក្ខខណ្ឌមួយដែរប្រសិនបើឯងចាញ់ខ្ញុំចង់ឲ្យឯងលុតជង្គង់សុំទោសនៅមុខភ្នូររបស់អតីតអាកេនីយិកជាងរហូតតតែជាងលីអត់ទោសឲ្យឯងទើបឈប់យ៉ាងម៉េចដែរលីនហៅវាមានរយៈពេលយូរណាស់មកហើយតើពេលណាទើបឯងហៅបៀតើឯងចង់ឲ្យពួកយើងរងចាំដល់ពេលណាទៀតពិតមែនហើយតើមកពីឯងមិនប្រកាសថានឹងឈ្នះទើបបានជាចេះតែអូសបន្លាយពេលបែបនេះពួកយើងនៅតែត្រូវមកខាតពេលជាមួយឯងទៀតអ្នកប្រុសលីនដល់វេនលោកហៅបៀហើយពេលវេលាកន្លងផុតទៅយូរណាស់ហើយប្រសិនបើនៅតែមិនហៅបៀទៀតនោះនឹងត្រូវកាត់សេចក្តីឲ្យចាញ់ហើយនេះជាច្បាប់នៅទីនេះ សាច់ហាសុំទោសផងខ្ញុំឈ្នះហើយកូនកំសត់ឲ្យមកជូតស្បែកជើងឲ្យខ្ញុំមក លីនហៅឯងច្បាស់ជាលួចបន្លំក្រឡាពៀហើយ មិនដែរលោកស្រីជាងមិនហ៊ានទទួលស្គាល់ការចាញ់មែនទេ ឈិនលីងលោកពូកែយ៉ាងនេះលោកប្រកាសជាមើលដឹងមែនទេតើគេពិតជាលួចបន្លំបៀមែនទេ គាត់គ្មានបញ្ហាអ្វីទេគេនិយាយហើយតើបៀគ្មានបញ្ហាទេអញ្ចឹងត្រូវហ៊ានលេងហ៊ានទទួលធ្វើជាទីសកលរបស់ខ្ញុំរយៈពេល10ឆ្នាំឯងមិនមែនមិនហ៊ានទទួលស្គាល់ការចាញ់ទេមែនទេអ្នកប្រុសលីនបានសហការល្អយ៉ាងនេះតើខ្ញុំអាចមិនហ៊ានលេងបន្តបានយ៉ាងម៉េចសូមជាគូប្រជែងចាស់របស់ខ្ញុំមែនខ្ញុំគោរពឯងជាមនុស្សអស្ចារ្យម្នាក់ល្អចាប់ពីពេលនេះទៅបើខ្ញុំប្រាប់ឲ្យទៅកើតឯងដាច់ខាតមិនអាចទៅលេចឡើយមកលុតជង្គង់ចុះសិនរួចក្រាបក្បាលសុំទោសខ្ញុំកុំប្រញាប់អីខ្ញុំនៅមានបៀមួយសន្លឹកទៀតមិនទាន់បើកនៅឡើយទេម៉ែវាឲ្យបៀរបស់ខ្ញុំធំដល់ថ្នាក់នេះទៅហើយតើមានអ្វីត្រូវបើកទៀតនេះមិនមែនកំពុងខាត់ពេលទេអីសួរដោយក្តីរំភើបតើយើងឈ្នះហើយមែនទេឆ្លើយតបដោយស្នាមញញឹមចាស់មែនហើយពន្យល់ដោយជឿជាក់តាមច្បាប់របស់យើង3សន្លឹកអាចគឺធំជាងគេចំណែកបៀចម្រុះ2 3 5គឺតូចជាងគេប៉ុន្តែវាបែរជាអាចស៊ីបៀរបស់គេបានទៅវិញស្រែកដោយត្រេកអរល្អណាស់យើងឈ្នះហើយឈិនឡាំងឈ្នះហើយកាន់តែយ៉ាងណែនឈិនឡាំងឯងមិនបាច់ស្លាប់ទេហើយក៏មិនបាច់ធ្វើជាទីស្កររបស់គេទៀតដែរគិតក្នុងចិត្តដោយញឿងឆ្ងល់លេងបៀខ្ទប់រហូតគ្មាននរណាម្នាក់បានមើលបៀតតែសោះតើគេអាចរក្សាចិត្តស្ងប់បានរហូតដោយរបៀបណាទៅស្រែកដោយកំហឹងនិងភ្ញាក់ផ្អើលមិនអាចទេវាមិនអាចទៅរួច ខ្ញុំ ទេ ចង់ពិនិត្យបៀ ស្រែកខាត់លីនហាវអបដៃសម្លឹងមើលការពិតនៅចំពោះមុខហើយតើឯងចាញ់មិនសុខចិត្តមែនទេ
ពេលឯងបើកបៀអំបាញ់មិញពួកយើងក៏មិនបានសុំពិនិត្យបៀដែរ ស្រែកបាត់បង់ម្ចាស់ការលឿនឡើងពិនិត្យបៀទៅរឿងនេះពិតជាមិនអាចទៅរួចទេនិយាយដោយស្ងប់ស្ងាត់និងជក់បារីឲ្យគេពិនិត្យទៅស្រែកម្ដងទៀតលឿនឡើងពិនិត្យមិនអាចទេរឿងនេះពិតជាមិនអាចទៅរួចទេនិយាយដោយស្ងប់ស្ងាត់ឲ្យគេពិនិត្យទៅពិនិត្យប៊ីទាំងដៃញប៊ីគ្មានបញ្ហាអ្វីទេក្រវ៉ាត់ប៊ីចោលហើយស្រែកតើប៊ីគ្មានបញ្ហាបានយ៉ាងម៉េចតើខ្ញុំអាចចាញ់បានយ៉ាងម៉េចទៅនិយាយដោយមើងម៉ាត់លីនហៅហ៊ានភ្នាល់ត្រូវហ៊ានចាញ់ដំបូងបង្អស់ខ្ញុំចង់ឲ្យឯងសុំទោសឈិនឡាំង ចង្អុលនឹងនិយាយចាំការភ្នាល់របស់ឯងទុកទៅលុតជង្គង់នៅមុខភ្នោលោកប្រធានជាងធំចាំពេលណាជាងលីអត់ទោសឲ្យឯងទើបអាចក្រោកឈរបានសម្លឹងមើលយ៉ាងមុតមមបើឯងហ៊ានរត់គេចទោះជាដល់ចុងផែនដីក៏ខ្ញុំនឹងតាមចាប់ឯងឲ្យបានខឹងសម្បាតើខ្ញុំអាចចាញ់បានយ៉ាងម៉េចទៅស្រែកដោយមិនអស់ចិត្តតើវាអាចទៅរួចយ៉ាងម៉េចដែលខ្ញុំចាញ់ស្រែកយ៉ាងខ្លាំងខ្ញុំមិនចាញ់ដាច់ខាតចង្អុលមុខយ៉ាងខឹងខ្ញុំនៅមានអង្គការកុលាបខ្មៅនៅពីក្រោយខ្នងជួយបង្អែកឲ្យខ្ញុំដែរតើងាកឆ្វេងងាកស្ដាំនរណានៅទីនោះចូលមកស្រែកហៅមនុស្សមកទីនេះឲ្យលឿនឡើងកាន់កាំភ្លើងដើរចូលមកគុំកម្រើកឲ្យសោះចង្អុលកាំភ្លើងពួកឯងត្រូវបានឡំពាត់ហើយមើលទៅយ៉ាងកាច់សាហាវបើចង់រស់នៅធ្វើខ្លួនឲ្យស្រួលបួលបន្តិចទៅអង្គុយលើកៅអីយ៉ាងស្ងប់ស្ងាត់ពូកុលាបខ្មៅនេះនៅតែមិនចេះស្ដាប់ហេតុផលដូចមុនដដែលច្រើនឆ្នាំកន្លងផុតទៅហើយនៅតែគ្មានការយល់ដឹងកាន់កាំភ្លើងសម្លឹងមើលតើឯងចង់មានន័យថាម៉េចហើយឯងជាអ្នកណាញឹមបន្តិចកាលពីឆ្នាំនោះប្រសិនបើគ្មានសេចក្តីមេត្តាករុណាពីខ្ញុំទេនោះមេដឹកនាំកុលាបខ្មៅរបស់ពួកឯងប្រហែលជាកំពុងស្នាក់នៅបន្ទប់ភ្លើងនៅឡើយទេស្ទុះទៅមុខយ៉ាងខឹងខ្ញុំនឹងសម្លាប់ឯងរត់ចូលមកយ៉ាងលឿនកុំកម្រើកជុំកាំភ្លើងពួកឯងត្រូវបានឡំពាត់ហើយចង្អុលបញ្ជាឲ្យដកហូតអាវុធលឿនឡើងទម្លាក់អាវុធនៅក្នុងដៃចុះរួចនាំខ្លួនទៅក្រោកឈរឡើងឃើញទេអ្នកដែលមានបង្អែកមិនមែនមានតែឯងម្នាក់នោះឡើយនិយាយយ៉ាងមើងម៉ាត់នៅពីក្រោយខ្នងរបស់ខ្ញុំគឺប្រទេសជាតិទាំងមូលគំនប់គោរពរឿងនេះធ្វើបានល្អណាស់និយាយយ៉ាងស្ងប់ស្ងាត់យោងតាមព័ត៌មានដែលផ្ដល់ដោយលោកឆេនយើងបានក្តោបក្តាប់ព័ត៌មានរបស់សមាជិកកុលាបខ្មៅអស់ហើយនិយាយដោយទំនុកចិត្តជំហានបន្ទាប់គឺត្រូវបង្ក្រាបពួកគេមកក្បាលក្រៅពីនេះថ្នាក់លើមានន័យថាការទុកទិន្នន័យនៅក្រុមហ៊ុន Yang Group គឺពួកគេមានការទុកចិត្តខ្លាំងណាស់ខ្ញុំយ៉ាងរីករាយទៅថ្ងៃអនាគតក្រុមហ៊ុន Yang Group នឹងទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសពីថ្នាក់ជាតិស្រែកយ៉ាងខឹងសម្បាតើឯងកំពុងឈរថ្មឹងធ្វើអីទៀតចង្អុលមុខយ៉ាងខ្លាំងកុំភ្លេចឲ្យសោះថាតើកាលពីឆ្នាំនោះនរណាជាអ្នកសម្រហូតឡើងខ្លួនហើយក៏កុំភ្លេចដែរថាកាលពីឆ្នាំនោះម្ដាយរបស់ឯងជាប់គុកដោយសាររឿងអីហើយជានរណាដែលធានានាងឲ្យចេញមកក្រៅអានក្បាលសុំទោស Kex ខ្ញុំសុំទោសលោកប្រុសលេនតើចេញទៅយ៉ាងស្ងប់ស្ងាត់ Kex អ្វីដែលខ្ញុំបានធ្វើគឺគ្រប់គ្រាន់ហើយបំណុលរបស់ឪពុកម្ដាយខ្ញុំបានសង្អស់ជាយូរមកហើយពួកគេចាត់ទុកខ្ញុំជាឧបករណ៍រកលុយតាំងពីខ្ញុំកើតម្កម្លេះមិនវីក៏ជាដែរកាលអាយុ7ឆ្នាំក៏លក់ខ្ញុំឲ្យទៅធ្វើជាអ្នកបម្រើរបស់អ្នកប៉ុន្មានឆ្នាំនេះខ្ញុំបានធ្វើរឿងថោកទាបជាច្រើនសម្រាប់អ្នកបំណុលទាំងនេះខ្ញុំសង្អស់យូរហើយឯងកំពុងនិយាយពីស្អីហ្នឹងឯងមានចំណុចខ្សោយនៅក្នុងដៃរបស់ខ្ញុំណាឲ្យតែខ្ញុំចង់ជីវិតដែលនៅសល់របស់អ្នកនឹងត្រូវវិនាសទាំងស្រុងអ្នកប្រុសលីនចាប់តាំងពីថ្ងៃលក់ខ្លួននោះមកខ្ញុំដឹងថាជីវិតរបស់ខ្ញុំគឺចប់ហើយហៅស៊ីក្នុងនាមជានាងធ្លាប់ជួយធ្វើការឲ្យខ្ញុំពិតជាមិនឈរអបដៃមើលនោះទេចំណុចខ្សោយនឹងផុសតាំងទាំងនោះរបស់អ្នកខ្ញុំរកឃើញអស់ហើយនាងមិនបាច់បារម្ភពីអ្វីទៀតឡើយអ្វីដែលអ្នកនិយាយគឺពិតមែនទេវាមិនអាចទៅរួចទេរបស់ទាំងនេះមានតែខ្ញុំម្នាក់គត់ដែលដឹងថាវាណៃណាសំបីតែឪពុកខ្ញុំក៏ខ្ញុំមិនប្រាប់ផងឯងរកឃើញដោយរបៀបណាទៅរឿងក្មេងលេងសោះអ្វីដែលឯងគិតថាល្អឥតខ្ចោះគ្មានចន្លោះនៅក្នុងភ្នែកខ្ញុំវាហាក់បីដូចជាគ្មានអ្វីសោះឃ្លាំងសម្ងាត់របស់ឯងនៅក្នុងក្រសែភ្នែកខ្ញុំវាដូចជាស្រីមិនស្លៀកសម្លៀកបំពាក់អញ្ចឹងខ្ញុំចង់ចូលក៏ចូលចង់ចេញក៏ចេញចំណែកឯងគឺដូចជាប្តីដែលគ្មានសមត្ថភាពបានត្រឹមតែឈរមើលធ្លក់ភ្នែកប៉ុណ្ណោះទោះបីជាខ្ញុំត្រូវស្លាប់ក៏ខ្ញុំមិនលុតជង្គង់នៅចំពោះមុខភ្នោរបស់អាខ្មោចមិនទាន់ងាប់នោះដាច់ខាតលីនហៅឯងជាមនុស្សត្រឆានមិនក៏ឯងហ៊ាននិយាយពីឪពុកខ្ញុំបែបហ្នឹងឯងភ្លេចហើយមែនទេបើកាលនោះគ្មានគាត់ទទួលចិញ្ចឹមបីបាច់ទេនោះពេលនេះឯងប្រហែលជាកំពុងតែរត់ខ្ចៅនៅក្នុងរោងចក្រណាមួយក៏មិនដឹងហើយឪពុករបស់ឯងក៏មិនអាចចូលមកក្នុងក្រុមហ៊ុនចាំងស៊ីខ្លាយជាភាគហ៊ុននិចបានដែរពិតមកទៅអាខ្មោចមិនទាន់ងាប់នោះមានសិទ្ធិអីមកធ្វើរកពីខ្ពង់ខ្ពស់ដាក់ខ្ញុំរាល់ថ្ងៃមានសិទ្ធិអីមកស្ដីប្រដៅខ្ញុំដូចជាចៅប្រុសរាល់ថ្ងៃហ្នឹងអ្វីគ្រប់យ៉ាងដែលខ្ញុំទទួលបាននៅថ្ងៃនេះគឺដោយសារតែសមត្ថភាពដ៏ឆ្នើមរបស់ខ្ញុំពូកែគ្រប់គ្រាន់ហើយតើវាមានពាក់ព័ន្ធអីជាមួយគាត់ទៅនោះគឺដោយសារតែគាត់បានចាត់ទុកឯងជាកូនបង្កើតតាំងពីយូរណាស់មកហើយតើគាត់ចាត់ទុកខ្ញុំដូចជាកូនប្រុសបង្កើតរបស់គាត់អីចឹងមែនទេឪពុករបស់ខ្ញុំបានដឹងតាំងពីយូរណាស់មកហើយថាខ្ញុំគ្មានដងក្នុងរបបរកស៊ីនោះទេហើយបំណងប្រាថ្នារបស់ខ្ញុំក៏មិនស្ថិតនៅលើរឿងនេះដែរខ្ញុំគ្រាន់តែចង់ធ្វើជាសិល្បករម្នាក់ដោយប្រើជក់លាបពណ៌ដើម្បីគូររូបភាពដ៏ស្រស់ស្អាតនៃពិភពលោកនេះខ្ញុំមិនដែលចង់ចូលរួមក្នុងការក្បត់និងការដណ្ដើមអំណាចគ្នានៅក្នុងពិភពជំនួញនោះទេ
ខ្ញុំមិនចូលចិត្តវាទេក្រុមហ៊ុនជាងស៊ីគ្រប់គឺជាញើសឈាមពេញមួយជីវិតរបស់ឪពុកខ្ញុំគាត់មិនចង់ឃើញក្រុមហ៊ុនជាងស៊ីគ្រប់ត្រូវបានបំផ្លាញបែបនេះបន្ទាប់ពីគាត់ស្លាប់ទៅនោះទេរហូតដល់ថ្ងៃមួយគាត់បានឃើញឯងគាត់បានញឹមហើយប្រាប់ខ្ញុំថាឯងពិតជាដូចគាត់កាលពីនៅក្មេងណាស់ពោពេញដោយមហិច្ឆតានិងការតាំងចិត្តខ្ពស់នៅថ្ងៃនោះគាត់ក៏បានញឹមប្រាប់ខ្ញុំថាចង់ឲ្យឯងធ្វើជាអ្នកបន្តវេនរបស់ក្រុមហ៊ុនជាងស៊ីគ្រប់នៅថ្ងៃអនាគតថែមទាំងចង់ឲ្យខ្ញុំរៀបការជាមួយឯងហើយឲ្យឯងមកធ្វើជាកូនប្រសារស្នាក់នៅផ្ទះខាងស្រីទៀតផងប៉ុន្តែឯងវិញឯងបែរជាលួចដាក់ថ្នាំពោសម្រាប់ឪពុករបស់ខ្ញុំទៅវិញខ្ញុំមិនបានធ្វើទេនាងកុហកខ្ញុំមនុស្សម្នាក់នោះមិនអាចបណ្ដោះបណ្ដាលខ្ញុំឲ្យធ្វើជាអ្នកបន្តវេនឡើយរាល់ថ្ងៃបើគាត់មិនវាយខ្ញុំគឺគាត់ជាខ្ញុំហើយឲ្យតែខ្ញុំខុសបន្តិចបន្តួចគាត់នឹងទម្លាក់តំណែងរបស់ខ្ញុំភ្លាមនោះគឺដោយសារតែពេលវេលារបស់គាត់មិនសល់ច្រើនទេឪពុករបស់ខ្ញុំបានដឹងតាំងពីយូរហើយថាគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយពេលវេលាដែលនៅសេសសល់សម្រាប់គាត់គឺពិតជាមិនច្រើនឡើយគាត់គ្មានជំរឿផ្សេងដើម្បីរងចាំមើលឯងធំធាត់បន្តិចម្ដងដូចជាការដាំទឹកស្ងោរកង្កែបនោះទេគាត់មានតែបង្ខំឲ្យឯងរីកចម្រើនយ៉ាងលឿនដើម្បីអាចមកទទួលកិច្ចការក្រុមហ៊ុនជាងស៊ីទាំងមូលប៉ុណ្ណោះប៉ុន្តែឯងបែរជាចាំមិនបានហើយចង់លេបយកក្រុមហ៊ុនជាងស៊ីគ្រប់ម្នាក់ឯងមហិច្ឆតាលោភលន់របស់ឯងធ្វើឲ្យឯងដាច់ចិត្តដាក់ថ្នាំពោសម្រាប់គាត់ដោយផ្ទាល់ដៃហើយឪពុករបស់ខ្ញុំក៏បានគុំសង្ឃឹមថានឹងបោកខ្ញុំបានឲ្យសោះទឹកមួយកែវនោះមានបញ្ហាបើសិនជាគាត់ដឹងថាទឹកមួយកែវនោះមានបញ្ហាអ្វីបានជាគាត់ព្រមផឹកពីទៅវិញតើគាត់ជាមនុស្សល្ងងមែនទេពីព្រោះគាត់បានលះបង់គំនុំអស់ទៅហើយតើឯងដឹងទេថាពាក្យមួយឃ្លាដែលគាត់បាននិយាយប្រាប់ខ្ញុំមុនពេលគាត់ស្លាប់គឺជាអ្វីទេគាត់និយាយថាឯងជាមនុស្សគិតគូរហ្មត់ចត់សាហាវខូខើខ្លាំងណាស់កើតមកគឺស័ក្តិសមសម្រាប់ឆាកជំនួញទៅហើយគាត់ថាលើក្រុមហ៊ុនជាងស៊ីគ្រប់ប្រគល់ឲ្យឯងច្បាស់ជាអាចរីកចម្រើនខ្លាំងជាងមុនជាក់ជាមិនខានហេតុនេះហើយគាត់ទើបប្រាប់ខ្ញុំថាកុំឲ្យកើតទុកហើយរឹតតែមិនបាច់ទៅលាតត្រដាងគម្រោងការដ៏អាក្រក់របស់ឯងនោះដែរតើមានន័យយ៉ាងម៉េចទៅបើឯងនិយាយបែបនេះហើយចុះហេតុអ្វីបានជាក្រុមហ៊ុនជាងស៊ីគ្រប់នៅតែស្ថិតក្នុងដៃរបស់ឯងដដែលមនុស្សក៏ស្លាប់បាត់ទៅហើយពេលនេះឯងនិយាយអ្វីក៏ត្រូវទាំងអស់ដែរតើឯងគិតថាខ្ញុំនឹងជឿសម្ដីរបស់ឯងមែនទេពីព្រោះយប់នោះឯងចង់សម្លាប់ខ្ញុំដើម្បីកម្ចាត់ភ័យអន្តរាយទៅថ្ងៃក្រោយក្រុមហ៊ុនជាងស៊ីគ្រប់ប្រគល់ឲ្យមនុស្សដូចជាឯងអាចរីកចម្រើនទៅមុខបានឬអត់ខ្ញុំមិនខ្វល់ទេប៉ុន្តែខ្ញុំមិនអាចឈរមើលកម្លាំងញើសឈាមមួយជីវិតរបស់ប៉ាខ្ញុំត្រូវរលាយបាត់ក្នុងមួយប៉ព្រិចភ្នែកនោះឡើយខ្ញុំដាច់ខាតមិនបណ្ដោយឲ្យរឿងបែបនេះកើតឡើងនោះទេហា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 ឯងនិយាយថាមិនមានបំណងប្រាថ្នានៅទីនេះនិយាយថាចង់ធ្វើជាសិល្បករម្នាក់សុទ្ធតែជាការភូតកុហកទាំងអស់តាំងពីដើមរហូតដល់ចប់ឯងតែងតែសម្លឹងមើលតំណែងមួយនេះគឺមកពីសមត្ថភាពរបស់ឯងមិនគ្រប់គ្រាន់ទើបឯងចង់ប្រើប្រាស់ខ្ញុំបែបនេះឯងឈួតបាត់ទៅហើយខ្ញុំមិនទាន់ឈួតទេគឺមកពីឯងពូកែរៀបចំផែនការពេកទេតើតាមពិតទៅតាំងពីដើមមកខ្ញុំគ្រាន់តែជាកូនអុកមួយគ្រាប់របស់ឯងប៉ុណ្ណោះត្រូវបានឯងចាត់ចែងចុះឡើងខ្សែភ្នែករបស់បងធំនិងបងបីពិតជាអន់ខ្លាំងណាស់និយាយថាសង្ឃឹមលើខ្ញុំនិយាយថាខ្ញុំអាចដឹកនាំក្រុមហ៊ុនជាងស៊ីគ្រប់ឲ្យឈានទៅដល់ចំណុចកំពូលបានចុះចុងក្រោយយ៉ាងម៉េចដែរគឺត្រូវស្លាប់ក្រោមដៃរបស់ខ្ញុំនឹងឯងនិយាយថាមិនសង្ឃឹមលើឯងនិយាយថាឯងជាមនុស្សស្រីស្លូតត្រង់មិនដឹងខ្យល់អ្វីសោះចុះលទ្ធផលយ៉ាងម៉េចដែរឯងទៅវិញទេដែលជាមនុស្សមានគម្រោងការជ្រៅបំផុតនោះគ្រប់គ្រាន់ហើយសំឡេងថប់ដង្ហើមនិងភ័យស្លន់ស្លោអាល្អិតឯងគ្រាន់តែជាអាល្អិតម្នាក់តាំងពីក្បាលដល់ចុងជើងឯងត្រូវបានស្រីម្នាក់នេះបោកប្រាស់ហើយតែឯងនៅមិនដឹងខ្លួនទៀតឯងនិយាយច្រើនពេកហើយចៅសៀតើឯងកំពុងរង់ចាំអ្វីទៀតគិតថាបើខ្ញុំស្លាប់ទៅឯងអាចរស់នៅបានសុខស្រួលដោយគ្មានបារម្ភមែនទេគ្មានប្រយោជន៍ទេអត្តសញ្ញាណរបស់ឯងគង់តែនឹងត្រូវលាតត្រដាងនៅថ្ងៃណាមួយមិនខានពួកវាគ្មានថ្ងៃលើកលែងទោសឲ្យឯងឡើយបងស្រីសំឡេងដកដង្ហើមធំនិងភ័យខ្លាចសំឡេងត្រូវគេចាក់កាំបិតបងស្រីជីឈីវបងស្រីនេះមិនមែនជាការពិតទេមែនទេនេះជាការពិតខ្ញុំសុំទោសគួរតែសម្លាប់ចោលតាំងពីយូរហើយឈិនឡាំងទោះបីជាឯងពូកែវីតបយ៉ាងណាក៏ដោយតើវាមានប្រយោជន៍អ្វីទោះបីជាឯងមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយតើវាមានប្រយោជន៍អ្វីទោះជាបានរៀបចំផែនការយ៉ាងហ្មត់ចត់ក៏ដោយក៏ចុងក្រោយគឺខ្ញុំជាអ្នកឈ្នះដែរសំឡេងដួលទៅលើដីលាក់ខ្លួនបានចិត្តល្អណាស់សូម្បីតែខ្ញុំក៏ត្រូវនាងបោកប្រាស់បានដែរចាប់ពីពេលនេះទៅមិនអាចធ្វេសប្រហែសបានទេត្រូវតែវឹកហាត់បន្ថែមទៀតហើយសៅសៀហេតុអ្វីបានជាបងទៅវិញខ្ញុំតែងតែចាត់ទុកបងដូចជាបងស្រីបង្កើតរបស់ខ្ញុំអីចឹងខ្ញុំធ្លាប់គិតថាអ្នកណាក៏ដោយក៏អាចក្បត់ខ្ញុំដែរតែខ្ញុំមិនដែលសង្ស័យលើបងឡើយអគ្គនាយិកាជាងខ្ញុំសុំទោសលីនហាវធ្លាប់បានជួយសង្គ្រោះជីវិតខ្ញុំបើគ្មានគេទេក៏គ្មានខ្ញុំនៅថ្ងៃនេះដែរ
ហើយខ្ញុំក៏បានស្បោះតាំងពីយូរហើយថាជាតិនឹងខ្ញុំត្រូវតែរៀបការជាមួយគេឲ្យបានមនុស្សក្នុងដួងចិត្តដែលបងតែងតែនិយាយដល់នោះគឺលីនហៅមែនទេសុំទោសផងអគ្គនាយិកាជាងខ្ញុំគ្មានជំរើសឡើយឈិនឡាំងលើកនេះគឺខ្ញុំឈ្នះហើយអ្វីដែលលោកជំពាក់ខ្ញុំសំណាងហើយបាននាងជួយកុំអីបេសកកម្មរបស់ខ្ញុំត្រូវបរាជ័យបាត់ទៅហើយនៅក្នុងអាជីពការងាររបស់ខ្ញុំគឺដាច់ខាតមិនអាចមានស្នាមប្រឡាក់ណាមួយឡើយចង់បានការប៉ះពាល់បែបណាខ្ញុំនឹងបំពេញចិត្តនាងទាំងអស់លោកជួយសម្រួលសរសៃឲ្យខ្ញុំម្ដងទៀតទៅកាលពីលើកមុនធ្វើឲ្យខ្ញុំទទួលបានផលច្រើនណាស់ខ្ញុំមានអារម្មណ៍ថាសរសៃធម្មពលពេញរាងកាយហាក់ដូចជាត្រូវបានបើកចំហទាំងអស់ខ្ញុំមានសំឡេងខ្យល់ហើយខ្ញុំក៏ប៉ះដឹងពីធម្មពលឈីទៀតផងខ្ញុំក៏ចង់បានដែរខ្ញុំក៏ចង់សាកល្បងវាម្ដងទៀតដែរគ្មានបញ្ហាទេចាំរួចរាល់ការងារលើកនេះសិនខ្ញុំនឹងសម្រួលសរសៃឲ្យអ្នកទាំងពីរឲ្យបានល្អបំផុតធានាថានឹងធ្វើឲ្យស្រឡះខ្លួនតែម្ដងប្រធានជាងពិតជាមានវាសនាធំធេងណាស់ដែលអាចរស់រានមានជីវិតបានចៅស៊ីរាល់ការរួមរស់នៅជាមួយគ្នាកន្លងមករបស់យើងតើវាជាការលេងសើចទាំងអស់មែនទេវាជាការពិតមនោសញ្ចេតនារបស់ខ្ញុំចំពោះលីនហាវក៏ជាការពិតដែរសូមទោសប្រធានជាងខ្ញុំគ្មានជំរើសឡើយប៉ុន្តែនៅចំពោះមុខនេះតើវាមិនមែនជាទីបញ្ចប់ដ៏ល្អបំផុតហើយទេបងស្រីក៏នៅមានជីវិតរស់នៅហើយខ្ញុំក៏មិនបានក្បត់ការទុកចិត្តរបស់គាត់ដែរហេតុអ្វីបានជាបងធ្វើបែបនេះបងច្បាស់ជាបានប្រដៅខ្ញុំតាំងពីតូចមកថាត្រូវធ្វើជាមនុស្សដែលដឹងគុណនិងតបស្នងគុណគេវិញត្រូវស្គាល់ខុសត្រូវមិនត្រូវឲ្យអារម្មណ៍មកគ្រប់ដណ្ដប់ឡើយសៀវឈីវមនុស្សយើងតែងតែរស់នៅដើម្បីអ្វីមួយលីនហៅធ្លាប់បានសង្គ្រោះជីវិតខ្ញុំដើម្បីខ្ញុំជំពាក់គុណគាត់រួចទៅហើយខ្ញុំក៏កោតសរសើរគាត់និងស្រឡាញ់គាត់ដែរបងពិតជាអាត្មានិយមណាស់ដើម្បីតែមនុស្សថោកទាបបែបនោះបែរជាហ៊ានធ្វើរឿងបែបនេះទៅរួចសូម្បីតែប្អូនស្រីបង្កើតរបស់ខ្លួនក៏មិនខ្វល់ខ្វាយតតែសោះមែនទេតើឯងកំពុងនិយាយអ្វីនឹងសៀវឈីវទោះបីជាខ្ញុំចាក់ចេញទៅក៏នៅមានប្រធានជាងដែរគាត់តែងតែចាត់ទុកឯងដូចជាប្អូនស្រីបង្កើតអីចឹងរឿងនេះវាមិនពាក់ព័ន្ធនឹងឯងតតែសោះខ្ញុំជឿថាប្រធានជាងនឹងមិនធ្វើបាបឯងដោយសារតែរឿងនេះឡើយខ្ញុំមិនខ្វល់ថាប្រធានជាងធ្វើបាបខ្ញុំឬមិនធ្វើបាបនោះទេខ្ញុំខ្វល់តែពីបងម្នាក់គត់បងស្រីសុំទោសសៀវឈីវមិនបាច់សុំទោសនោះទេជីឈីវលែងនាងទៅប៉ុន្តែអំបាញ់មិញនាងអ្វីដែលនាងគួរធ្វើនាងបានធ្វើរួចរាល់អស់ហើយក្នុងនាមជាឃាតករឬអ្នកលុបសម្លាប់នាងបានស្លាប់បាត់ទៅហើយតាំងពីអំបាញ់មិញម្លេះពេលនេះនាងគឺជាបងស្រីរបស់ហែងប្រធានជាងមិនបាច់និយាយច្រើនទៀតទេរឿងថ្ងៃនេះខ្ញុំនឹងចាត់ទុកថាគ្មានរឿងអ្វីកើតឡើងទាំងអស់ដឹងហើយឈិនឡែងរឿងដែលលេនហៅទើបតែនិយាយអំបញ្ញមិញសុទ្ធតែមើលទៅអគ្គនាយិកាយ៉េងមិនមែនជាមនុស្សស្រីឆោតល្ងងនិងទន់ជ្រាយនោះទេអ្នកពិតជាមានល្បិចក៏គួរសមដែរតើប៉ុន្តែឆ្លងកាត់វិបត្តិកន្លងមកខ្ញុំអាចមើលដឹងពីការបារម្ភរបស់អគ្គនាយិកាយ៉េងចំពោះខ្ញុំតើអ្នកមានន័យថាម៉េចមនុស្សដូចខ្ញុំតែងតែដឹងគុណដឹងទោសច្បាស់លាស់ណាស់រឿងដែលធ្លាប់ជួបពីមុនសុទ្ធតែជារឿងកម្រិតទាបគ្មានការប្រកួតប្រជែងសោះនៅតែអគ្គនាយិកាយ៉េងគួរឲ្យចាប់អារម្មណ៍ជាងប្រសិនបើអគ្គនាយិកាយ៉េងយល់ព្រមខ្ញុំរីករាយនឹងធ្វើជាអង្គរៈផ្ទាល់ខ្លួនឲ្យអ្នកដោយឥតគិតថ្លៃមិនមែនឥតគិតថ្លៃទេចាប់ពីថ្ងៃនេះទៅតំណែងប្រធានក្រុមហ៊ុន Jiang Group គឺជាថ្លៃឈ្នួលដែលខ្ញុំជួលអ្នកអគ្គនាយិកាយាងម្នាក់នេះពិតជាឆ្លាតវៃមែនធ្វើបែបនេះអាចចងភ្ជាប់ឆិនឡែងជាប់ហើយបើអញ្ចឹងខ្ញុំត្រូវតែឡើងថ្លៃហើយក្រុមហ៊ុនតែមួយនេះមិនទាន់គ្រាន់ឡើយប៉ុន្តែខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំចង់ឲ្យអ្នកប្រគល់ជីវិតជាតិក្រោយរបស់អ្នកមកឲ្យខ្ញុំដែរអគ្គនាយិកាយ៉េងយប់នេះមកបន្ទប់ខ្ញុំមានរបស់ល្អឲ្យមើលមនុស្សខូច